ព្រោះតែការសេពគប់មនុស្សខុសណាអញ្ចឹងការសេពគប់នឹងត្រូវទាមទារឲ្យយើងសេពគប់បុគ្គលជាបណ្ឌិតណាញាតិញោមណាកល្យាណមិត្តដែលមានកល្យាណធម៌នៅក្នុងខ្លួនទៅវាល្អតែបើទៅសេពគប់នៅបាបប្រមិតហើយបុគ្គលពីលហ្នឹងគឺរមែងនាំទៅធ្វើនៅអំពើអាក្រក់នឹងឯងដូចជាព្រះរាជកុមារអញ្ចឹងណាឃើញទេទៅសេពគប់ជាមួយនឹងទេវទត្តហើយទេវទត្តហ្នឹងជាមនុស្សដែលខូចដឹកនាំគេឲ្យខូចទៅតាមអញ្ចឹងដែរអញ្ចឹងកម្មវិរតរោកម្មអញ្ចឹងញាតិញោមណាធាតុទឹកនៅដោយទឹកធាតុប្រេងនៅដោយប្រេងតរំតែវាដាច់បែងចែកចេញពីគ្នាបានវាទាមទារពេលវេលាច្រោះចម្រាញ់រោប្រេងដាក់ដោយប្រេងរោទឹកដាក់ដោយទឹកអញ្ចឹងទៅដល់ក្រោយមកព្រះរាជាអាជាសត្រូវដឹងកំហុសហើយណារមែងមិនទៅកាន់ឧបថៈរបស់ព្រះទេវទត្តនឹងទៀតទេពួកអ្នកនគរនឹងក៏មិនបានថ្វាយសម្បីវត្ថុត្រឹមតែភិក្ខាហាដល់លោកដែលចូលទៅកាន់ត្រកូលទេវទត្តទៅបិណ្ឌបាតឯណាក៏គេមិនអោយដែរអស់ហើយពេលនោះខ្លាយទៅជាឯកោមែនទែនម្នាក់ឯងឯកោទេវទត្តនោះណាវិនិច្ចាលៀបនិងសក្ការៈហើយប្រាថ្នានឹងផ្ដាច់ជីវិតអ្នកមត្ថុរតនតយសៈវន្តាមិខ្ញុំព្រះករុណាសូមលើកហាត់នមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះគុណនៃព្រះរតនត្រ័យទាំង3ប្រការរួមមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពសពកាលទាំងពួងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទសាវនិកជនដែលកំពុងតែតាមដានទស្សនានិងស្ដាប់មកកាន់សំឡេងព្រះធម៌គ្រប់មជ្ឈដ្ឋានទាំងអស់ណាដែលខ្ញុំបកណ្ណាអាត្មាភាពនឹងបានសម្ដែងនៅមេរៀនតាក់ទងទៅជាមួយនឹងរឿងរ៉ាវរបស់ព្រះទេវទត្តជាបន្តទៀតគណៈកាលពីម្សិលមិញនោះគឺយើងបានបញ្ចប់ត្រឹមវគ្គទី1ដោយសារតែរឿងទេវទត្តនេះគឺព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងមានលក្ខណៈពិស្ដាររាប់ចាប់តាំងពីលោកចូលទៅបួសរហូតទៅដល់ជីវិតចុងក្រោយរបស់ព្រះទេវទត្តនេះត្រូវបានណាផែនដីស្រូបម្សិលមិញនោះគឺយើងបានសិក្សាមកដល់វគ្គ1គឺត្រង់ចំណុចសក្យៈទាំង6ព្រះអង្គបានសម្រេចទៅបួសជាភិក្ខុនៅក្នុងសំណាក់នៃព្រះពុទ្ធសាសនាដែលមានព្រះផតយៈណាបានសម្រេចនៅព្រះអរហន្តទេវជាណារហូតទៅដល់ក្នុងចន្លោះវស្សានឹងឯងព្រះអនុរុទ្ធក៏បានសម្រេចនៅទិព្វចក្ខុភ្នែកទិព្វណាប៉ុន្តែក្រោយមកទៀតមកលោកក៏បានស្ដាប់នៅព្រះធម៌ណាប្រសូតមួយដែលឲ្យឈ្មោះហៅថាមហាពុរិស័កណាវេតកៈសូត្រក៏បានសម្រេចនៅព្រះអរហន្តផងដែរចំណែកឯព្រះអានន្ទគឺបានសម្រេចត្រឹមតែសោតាបត្តិផលចំណែកព្រះភិក្ខុ2ព្រះអង្គទៀតគឺមានព្រះភគុហើយនិងព្រះកិម្ពិលៈណាក្រោយមកព្រះអង្គចម្រើននៅវិបស្សនាហើយក៏បានសម្រេចជាព្រះអរហន្តផងដែរដោយឡែកសម្រាប់ព្រះទេវទត្តវិញគឺបានសម្រេចត្រឹមតែរិទ្ធដែលជារបស់ពុទ្ធជនប៉ុណ្ណោះនឹងការចេញបួសនៅក្នុងសំណាក់សក្យៈទាំង6ព្រះអង្គហើយជនជាគម្រប់7នៅក្នុងត្រកូលសក្យៈហ្នឹងគឺមានព្រះឧបល័យមួយព្រះអង្គផងដែរដែលបានចូលមកបួសណាព្រះឧបល័យហ្នឹងគឺជាអ្នកបម្រើនៅសក្យៈទាំង6ព្រះអង្គនឹងឯងណាបានចូលមកបួសផងដែរទោះជាឲ្យអភរណៈដែលគ្រងនៅរាងកាយរបស់ក្សត្រទាំង6ព្រះអង្គហ្នឹងនៅរបស់សក្យៈទាំង6ព្រះអង្គហ្នឹងយ៉ាងណាក៏ដោយក៏ព្រះឧបល័យហ្នឹងមានចិត្តគំនិតថាកាលណាបើយើងណាត្រឡប់ទៅកាន់ព្រះនគរវិញប្រកាសជាត្រកូលសក្យៈទាំងឡាយគិតថាយើងជាអ្នកសម្លាប់នៅណាសក្យៈទាំង6ព្រះអង្គនេះហើយព្រះរាជបុត្រទាំង6ព្រះអង្គនេះហើយរឿងអីដែលគេត្រូវទុកឲ្យយើងនឹងឯងរស់រានមានជីវិតប្រកាសណាស់គេនឹងសម្លាប់យើងចោលជាពំខាននេះហើយមួយវិញទៀតសក្យៈទាំង6ព្រះអង្គនេះបានដោះលះបង់នៅទ្រព្យសម្បត្តិណាលះបង់នៅអភរណកាយ
ណាគ្រឿងអលង្ការទាំងឡាយដែលមាននៅក្នុងប្រកាយនេះដែលបានដោយមកហ្នឹងគឺបានដោះមកឲ្យយើងទាំងអស់ព្រាបបីដូចជាស្ដោះកំហាកទឹកមាត់ចោលហើយរឿងអីដែលយើងត្រូវទៅស្ដាយសំណោះហើយបានចេញសាងភ្នោះឥឡូវយើងទៅសាងវាភ្នោះដែរហើយក៏ស្រាយបង្វិចណាជាយបង្វិចដែលវិចនៅគ្រឿងអលង្ការទាំងឡាយហ្នឹងណាដាក់ចងព្យួរទៅលើដើមឈើហើយពោលថាប្រសិនបើអ្នកទាំងឡាយឯណាមួយបានពើប្រទះដើរមកហើយឃើញណាមានតម្រូវការត្រូវការចង់បានយ៉ាងណាក៏ចូលយកទៅចុះនឹងហើយក៏បានទៅបួសនៅក្នុងសំណាក់នៃព្រះពុទ្ធសាសនានឹងឯងនៅពេលទៅដល់ជួបសក្យៈទាំង6ព្រះអង្គសក្យៈទាំង6ព្រះអង្គហ្នឹងបានសួរទៅកាន់ឧបលិណាបានសួរថាមិនបានអ្នកឯងវិលត្រឡប់មកវិញតែទូមង្គមបួសដែរហើយប្រាប់រឿងរ៉ាវនឹងទាំងអស់ហ្នឹងទៅក៏បួសណាពេលនោះក៏សក្យៈទាំង6ព្រះអង្គបាននាំណាព្រះឧបល័យនឹងឯងទៅកាន់សំណាក់នៃព្រះបរមសាស្តាហើយទូលសូមឲ្យព្រះបរមសាស្តានឹងឯងបំពោះព្រះឧបល័យមុនចុះព្រោះថាព្រះឧបល័យនេះគឺជាអ្នកដែលតាមបំរើនៅសក្យៈត្រកូលនេះអស់ត្រាត្រីដល់យូរហើយបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទ្រង់បំពោះនៅឧបល័យមុនចុះទូលព្រះបង្គំទាំង6ព្រះអង្គនឹងបួសតាមក្រោយនឹងទូលប្រាប់ព្រះសម្មាសម្ពុទ្ធអញ្ចឹងណាដោយសារតែខ្លួនឯងនឹងចង់ទម្លាក់មានះជាក្សត្រចេញជាសក្យៈត្រកូលនឹងធ្លាប់តែមានរិទ្ធអំណាចបញ្ជាមានចេស្តាគេក្រាបថ្វាយបង្គំដល់បាតជើងឥឡូវសូមព្រះអង្គបំពោះព្រះឧបល័យមុនហើយទូលព្រះបង្គំខ្ញុំព្រះអង្គទាំង6ព្រះអង្គនេះនឹងបានធ្វើសាមីជកម្មនឹងបានការអភិវាទជាដើមដល់គេមានន័យថាចង់គោរពដល់ព្រះឧបល័យនេះមុនគេក្នុងសាសនារបស់ព្រះតថាគតភិក្ខុអ្នកបួសមុនឈ្មោះថាជាភិក្ខុដែលបងគេហើយវស្សាចាស់ជាងគេភិក្ខុអ្នកបួសក្រោយគេគឺវស្សាខ្ចីជាងគេដូច្នេះហើយត្រូវតែមានសាមីជកម្មនិងមានការគោរពណាអភិវឌ្ឍនកិច្ចគោរពចំពោះភិក្ខុអ្នកបួសចាស់វស្សានឹងឯងកណារឿងរ៉ាវទាំងអស់ហ្នឹងគឺយើងបានសម្ដែងចប់នៅក្នុងវគ្គទី1ខ្សែវីដេអូវគ្គទី1អញ្ចឹងសូមអញ្ជើញញាតិញោមសាធុសប្បុរសទាំងអស់អាចមានសទ្ធាជ្រះថ្លាទៅបើកស្ដាប់ឡើងវិញតាមវគ្គនីមួយៗថ្ងៃនេះគឺជាព្រឹកថ្ងៃ8កើតខែស្រាបឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ដែលត្រូវនឹងថ្ងៃទី21ខែសីហាឆ្នាំ2026ចឹងយើងនឹងបានចូលសិក្សាខ្សែសាច់រឿងជាបន្តទៀតតកតងជាមួយនឹងរឿងព្រះទេវទត្តជាបន្តទៀតសូមអនុមោទនាក្នុងកាលតមកកាលព្រះសាស្តាប្រថាប់នៅក្នុងក្រុងកោសំពីលៀបនិងសក្ការៈដ៏ច្រើនកើតឡើងដល់ព្រះតថាគតព្រមទាំងព្រះសង្ឃសាវកមនុស្សទាំងឡាយក្នុងក្រុងកោសំពីនោះយកសម្ពត់និងភេសជ្ជៈជាដើមចូលទៅកាន់វិហារហើយសួរគ្នាថាព្រះសាស្តាប្រថាប់ក្នុងទីណាព្រះសារីបុត្រនៅក្នុងទីណាព្រះមហាមោគលាននៅក្នុងទីណាព្រះមហាកស្សបៈនៅក្នុងទីណាព្រះផតយៈនៅក្នុងទីណាព្រះអនុរុទ្ធនៅក្នុងទីណាព្រះអានន្ទនៅក្នុងទីណាព្រះភគុនៅក្នុងទីណាព្រះកម្ពលៈនៅក្នុងទីណាហើយដើរទៅមើលទីអង្គុយនៃព្រះអសីតិមហាសាវកណាបញ្យលអំពីសេចក្តីនេះបន្តិចថាការព្រះបរមសាស្តាព្រះអង្គគង់ប្រថាប់នៅក្នុងក្រុងកោសំពីនៅក្នុងគណៈពេលហ្នឹងលៀបសក្ការៈទាំងឡាយដ៏ច្រើនលើសលប់បានកើតឡើងហើយដល់ព្រះតថាគតរួមជាមួយនឹងព្រះភិក្ខុសង្ឃទាំងឡាយមនុស្សម្នានៅក្នុងក្រុងកោសំពីហ្នឹងបានយកនៅសម្ពត់ល្អភេសជ្ជៈចូលទៅកាន់ព្រះវិហារហើយក៏សួររកព្រះសាស្តាគ្រប់ទីកន្លែងសួររកតើព្រះដ៏មានព្រះភិក្ខុព្រះអង្គគង់ទេសួរអញ្ចឹងណាសួរព្រះបរមសាស្តាព្រះអង្គគង់នៅទីណាគោលបំណងនឹងយកនៅទេយ្យទានគ្រឿងសក្ការៈមានសម្ពត់មានចង្ហាន់បិណ្ឌបាតយកទៅថ្វាយអីចឹងណាភេសជ្ជៈទានអញ្ចឹងព្រះសារីបុត្រនៅទីណាសួរណាព្រះមហាមោគលាននៅទីណាព្រះមហាកស្សបៈនៅទីណាព្រះផតយៈនៅទីណា
ណាព្រះអនុរុទ្ធនៅទីណាព្រះអានន្ទនៅទីណាព្រះភគុនៅទីណាព្រះកម្ពលៈនៅទីណាហើយណាដើររមើលកន្លែងគង់អាស្រ័យនៃព្រះអាស័យតិមហាសាវកនឹងឯងមានអ្នកសួរថាព្រះទេវទត្តគង់ឬឈរនៅទីណាដូច្នេះមិនមានទេគេអត់សួររញាតិញោមមិនដឹងថាបុណ្យឬក៏បាបកម្មឯណាបានគេមិនសូវនឹកឃើញអញ្ចឹងណាអញ្ចឹងបានភិក្ខុនៅក្នុងសាសនានេះឬក៏ញាតិញោមពុទ្ធបរិស័ទដូចគ្នាដែរពេលខ្លះនៅក្នុងស្រុកនៅក្នុងភូមិអញ្ចឹងគេបានអំណោយគេបានអីអូគេហៅអស់ហើយសពទិសាបងប្អូនតកូលខាងនេះខាងនោះអីជួនពេលខ្លះឆ្លក់ល្វែងយើងមួយអត់ត្រូវបានគេហៅអត់ត្រូវបានគេនឹកឃើញឈ្មោះវាមិនដឹងថាបាបកម្មឬបុណ្យកុសលឯណាបាបឯណាមួយវាហុចផលឲ្យយើងអញ្ចឹងទៅយើងគេអត់នឹកឃើញអញ្ចឹងណាញាតិញោមយើងគិតមើលព្រះអស័យតិសាវកនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធហ្នឹងណាមានព្រះផត្តយៈព្រះអនុរុទ្ធព្រះអានន្ទព្រះភគុព្រះកម្ពលៈជាដើមទាំងអស់ហ្នឹងព្រះមហាកស្សបៈជាដើមណាព្រះសារីបុត្រព្រះមហាមោគលានត្រូវបានគេសួរថាលោកម្ចាស់គ្រប់ព្រះអង្គគង់នៅទីណាគេដើររមើលអញ្ចឹងថាដើម្បីអីដើម្បីបានថ្វាយទានដើម្បីបានថ្វាយសម្ពត់ជីវោទានដើម្បីបានភេសជ្ជៈទាននឹងឯងយកទៅថ្វាយយកទៅប្រគេនចំពោះព្រះសម្មាសម្ពុទ្ធជាប្រធានតែដោយឡែកសម្បីព្រះទេវទត្តនេះពាក្យឮថាតើលោកគង់នៅទីណាតើលោកឈរនៅទីណាពាក្យហ្នឹងមិនធ្លាប់មានឮចំពោះលោកឡើយអត់មានអ្នកណាសួររទេណាមិនដឹងថាបាបកម្មអីញាតិញោមអញ្ចឹងយើងដូចគ្នាដែរញាតិញោមយើងត្រូវដឹងណាបុណ្យរបស់យើងបាបរបស់យើងវាហុចផលពេលណាដោយអាត្មាភាពលើកឡើងខាងដើមអញ្ចឹងជួនពេលខ្លះទៅមានអំណោយពីខាងនេះពីខាងនោះគេរៀបចំទុកដាក់ឲ្យណាថាយើងវាមិនមែនជាអ្នកដែលអត់អីប្រមាណទេប៉ុន្តែពេលខ្លះគេនឹកឃើញអស់ទូទាំងភូមិទូទាំងស្រុកប៉ុន្តែចន្លោះយើងមួយពេលខ្លះយើងវាអត់មែនហើយវាអត់តាំងពីអតីតមករហូតដល់បច្ចុប្បន្នវាសមនឹងអត់ទៀតអញ្ចឹងវាអតីតមកយើងវាអត់សន្សំបុណ្យអត់ធ្វើទានអត់ញ៉ាំងកុសលចិត្តរបស់ខ្លួនឯងឲ្យស្ថិតនៅក្នុងអំពើជាកុសលអត់ព្យាយាមប្រព្រឹត្តធ្វើនៅអំពើបុណ្យដល់ពេលកើតមកនៅក្នុងបច្ចុប្បន្ននេះកំសត់តែម្ដងហើយកំសត់ហើយវាកាន់តែកំសត់ទៅទៀតណាព្រោះបាបកម្មហ្នឹងវាដាក់ទោសឲ្យអំពីអតីតកាលខ្លួនឯងមិនធ្លាប់ធ្វើបុណ្យហើយដូច្នេះហើយបាបកម្មនឹងវាហុចផលឲ្យតែអ្នកឯងអត់ធ្លាប់ធ្វើបុណ្យឲ្យទៅកើតនៅទីកន្លែងដែលមិនសូវមានទ្រព្យមិនសូវមានគេនឹកឃើញឃើញទេមិនសូវមានញាតិអត់បរិបូរដោយញាតិអត់បរិបូរដោយទ្រព្យអញ្ចឹងទៅកើតនៅកន្លែងដែលអត់ទៅព្រោះពីអតីតកាលនោះមានហើយមិនចេះធ្វើទានណាមានហើយមិនចេះធ្វើបុណ្យដល់ពេលបាបកម្មនឹងវាហុចផលមកវាដាក់ទោសទៅថាមិនបាច់ទៅឲ្យមានទេព្រោះមានហើយអត់ធ្វើបុណ្យដដែលអញ្ចឹងហើយឲ្យអត់ទៅហ្នឹងហើយអាហ្នឹងមិនមែនអាត្មាជាអ្នកឲ្យអត់ទេណាអាហ្នឹងវាជាទោសក្នុងចិត្តរបស់យើងទេខំធ្វើបុណ្យទៅណាញោមអញ្ចឹងយើងមើលអ្នកខ្លះណាកើតមកក្នុងស្រុកក្នុងភូមិអ្នកផងគេរលឹកគេសួរសុខទុក្ខសុខសប្បាយចេះមួយចុះពីរអញ្ចឹងទៅរស់ស៊ីមិនដែរកាក់កបទេកូនចៅអីប្រមាណអីហ្នឹងណាបុណ្យគេមានការរលឹកដល់គ្នានឹងគ្នាអញ្ចឹងណាញាតិញោមគេមើលទេវទត្តមើលអត់មានអ្នកណាគេនឹករលឹកឃើញបួសនៅក្នុងសាសនានឹងដែរភិក្ខុសង្ឃក្នុងសាសនាហ្នឹងគឺដូចគ្នាអញ្ចឹងពេលខ្លះក៏ត្រូវបានគេនឹកឃើញអូលាភសក្ការៈហើយអង្គខ្លះលោកមិនសូវមានលាភសក្ការៈបើសិនជាអត់បានដឹងអំពីទោសរបស់ខ្លួនឯងទេមានចិត្តមួយចំណែនហ្នឹងគឺនាំទៅអបាយទៀតណាចំណែននេះញោមនេះទៅរោទៅលោកនោះចេះលោកនោះក៏សម្បូរម្លេះតែភ្លេចគិតតែគេបានសាងសន្សំនៅអាពុយសម្បូរមកតាំងពីអតីតជាតិនឹងឯងនៅក្នុងសម័យនោះអ្នកស្រុកអ្នកភូមិហ្នឹងពុទ្ធបរិស័ទទាំងឡាយសូម្បីតែសួរថាព្រះទេវទត្តគង់ឬឈរនៅក្នុងទីណាដូច្នេះមិនដែលធ្លាប់មានអត់ដែលមានសួរឡើយព្រះទេវទត្តទៅគិតថាយើងបួសជាមួយសក្យៈទាំងនេះដូចគ្នាសូម្បីសក្យៈទាំងនេះជាខត្តយៈបព្វជិតសូម្បីយើងក៏ជាខត្តយៈបព្វជិតពួកមនុស្សនាំលៀបនិងសការៈស្វែងរកលោកទាំងនេះអ្នកដែលសួរដល់ឈ្មោះរបស់យើងមិនមានយើងនឹងសេពគប់ជាមួយនរណាណោក៏បីញ៉ាំងនរណាឲ្យជ្រះថ្លាហើយក៏ញ៉ាំងលៀបនិងសការៈនឹងឲ្យកើតឡើងដល់យើងបានទេវទត្តចាប់ផ្ដើមតូចចិត្តញាតិញោមយើងគិតមើលតូចចិត្តអត់បានគិតពិចារណាអីវែងឆ្ងាយទេគិតថា
ប្រហែលជាអ្នកស្រុកអ្នកភូមិពុទ្ធបរិស័ទទាំងឡាយបូជាចំពោះណាលោកទាំងឡាយជាសក្យៈនេះជាខត្តយៈបព្វជិតឬចុះយើងជាខត្តយៈបព្វជិតដែរនេះមានខ្សែរាជវង្សពូជពងជាស្ដេចហើយបានជាអ្នកទាំងអស់គ្នានឹងគោរពបូជាថ្វាយទៀនថ្វាយភេសជ្ជៈចុះយើងជាខត្តយៈបព្វជិតមួយអង្គដែរនេះមិនក៏មិនមាននរណាមកចិត្តអញ្ចឹងតើឲ្យយើងទៅសេពគប់នរណាទៅនឹងទេវទត្តនឹងគិតអញ្ចឹងញាតិញោមគិតទៅរកអបាយកលបើដូច្នោះសំបីយើងនឹងក៏ជាខត្តយៈបព្វជិតដែរពួកមនុស្សទាំងឡាយនាំលៀបនឹងសក្ការៈស្វែងរកតែលោកទាំងអស់ហ្នឹងហេតុអីមិនរកយើងផងណាយើងក៏ជាអ្នកបួសនៅក្នុងសក្យៈតកូលមួយដែរណាឈ្មោះថាមិនមានទេមិនមាននរណាដែរមកសេពគប់ជាមួយយើងតើយើងនឹងទៅសេពគប់ជាមួយនរណាណោយើងក៏បីញ៉ាំងនរណាឲ្យជ្រះថ្លាចំពោះយើងណានាំលៀបនឹងសក្ការៈទាំងឡាយកើតឡើងដល់យើងបានគិតខ្លួនឯងអញ្ចឹងថាអាត្មាអញគួរតែទៅសេពគប់ជាមួយនឹងបុគ្គលណាម្នាក់ហើយមើលទៅវាអត់មានលៀបសក្ការៈអីកើតឡើងចំពោះខ្លួនឯងដល់តិចតួចសោះហ្នឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាគិតមើលបាបកម្មវាហុចផលឲ្យមិនថាតែក្នុងជាតិណាទេអត់ភ្លេចយើងទេបាបកម្មហ្នឹងបើយើងស្រឡាញ់ចំពោះអំពើបាបហើយគឺបាបនឹងវាស្រឡាញ់យើងអញ្ចឹងដូចជាស្គរតាំងម៉ែអញ្ចឹងនៅស្អិតជាប់អញ្ចឹងដូចជាជាប់ភ្នៅអញ្ចឹងណាបាបហ្នឹងណាតាមជាប់ជានិច្ចអត់ភ្លេចឡើយចំពោះបុគ្គលណាដែលណាពេញចិត្តស្រឡាញ់ចំពោះអំពើបាបទេវទត្តគិតដូច្នោះហើយពេលនោះសេចក្តីសម្រេចចិត្តកើតមានដល់លោកថាព្រះបាទពឹមពិសានេះព្រមទាំងបរិវារ11អ្នកហុតទ្រង់តាំងនៅក្នុងសោតាបត្តិផលហើយដោយការឃើញជាលើកដំបូងនោះឯងយើងមិនអាចសេពគប់ជាមួយព្រះរាជានោះបានឡើយសូម្បីជាមួយព្រះបាទកោសលយើងក៏មិនអាចនឹងសេពគប់បានចំណែកព្រះបាទអជាសត្រូវកុមារជាព្រះរាជឱរសរបស់ព្រះរាជាព្រះបាទពឹមពិសានេះឯងមិនទាន់ដឹងគុណនឹងទោសរបស់នរណាយើងនឹងសេពគប់ជាមួយនឹងព្រះរាជកុមារនោះទេវទត្តគិតអញ្ចឹងញាតិញោមលោកគិតថាតើយើងនឹងគួរទៅសេពគប់នរណាដើម្បីឲ្យមានសេចក្តីជ្រះថ្លាការជ្រះថ្លាជាមួយយើងនេះអញ្ចឹងបានថាអត់ខំព្យាយាមធ្វើអំពើល្អទេគិតតែរឿងអាក្រក់ណាគិតតែនាំគ្នាចង់ធ្វើអំពើអាក្រក់ក៏បានគិតដល់ព្រះបាទពឹមពិសាគិតដល់ព្រះបាទពឹមពិសាថាតរោព្រះបាទពឹមពិសាអត់កើតទេពីព្រោះព្រះបាទពឹមពិសាមួយអន្លើដោយបរិវារចំនួន11អ្នកហុតគឺតាំងនៅក្នុងសោតាបត្តិផលអស់ទៅហើយដោយការឃើញជាដំបូងគឺឃើញព្រះសម្មាសម្ពុទ្ធនេះបានសម្រេចជាសោតាបត្តិផលក្នុងគណៈពេលនោះរួចអស់ហើយយើងមិនអាចទៅសេពគប់ជាមួយនឹងព្រះបាទពឹមពិសាបានឡើយណាដោយហើយទៅសំបីព្រះបាទនៅក្នុងដែនកោសលក៏មិនអាចទៅបានដែរណាទៅមិនបានបើគេជាអ្នកស្គាល់ហេតុស្គាល់ផលគេដឹងបុណ្យដឹងបាបដឹងគុណដឹងទោសណាមិនមែនដូចទេវទត្តឯណាគិតឆ្វេងនិយមគ្រាន់តែគេមិនហៅឈ្មោះមិនតិចហ្នឹងក៏គិតមានអបាយកលទៅសេពគប់អ្នកនេះទៅសេពគប់អ្នកនោះរោខ្នងរោបង្អែកឃើញញាតិញោមអត់មានរោអាទីពឹងពំនាក់អីដែលខ្លួនឯងដោយល្អនឹងខំប្រព្រឹត្តល្អអីអត់មានទេតរោអ្នកដតីនឹងធ្វើជាទីពឹងបង្អែកអញ្ចឹងទៅណាអញ្ចឹងញាតិញោមស្ដាប់មើលទៅគិតថាយើងដូចគ្នាដែរញាតិញោមទីពឹងដល់ប្រសើរគឺខ្លួនឯងព្រះពុទ្ធព្រះអង្គឲ្យពឹងលើខ្លួនឯងណាគ្រាន់តែថាទីពឹងប្រសើររបស់ខ្ញុំគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃក៏ពិតមែនក៏ប៉ុន្តែទីពឹងទាំងអស់នៅក្នុងលោកគឺទីពឹងដល់ប្រសើរមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃក៏ពិតមែនហើយក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យពឹងលើខ្លួនឯងហ្នឹងគឺនាំទៅរកសេចក្តីសុខទៅរកសេចក្តីទុក្ខគឺនោះខ្លួនឯងទាំងអស់អត់មាននរណានាំទៅទេណាគ្រាន់តែចូលទៅចិត្តព្រះពុទ្ធព្រះធម៌ព្រះសង្ឃហ្នឹងចូលទៅសិក្សារៀនសូត្រណារតនត្រ័យទាំង3ហ្នឹងត្រៃសរណគមមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកហ្នឹងគឺនឹកឃើញអំពីគុណមិនមែនទៅនឹកឃើញថាចូលទៅអង្គុយចិត្តហើយស្រាប់តែថាព្រះអង្គជួយអីបានជួយមិនបានទេណាព្រះធម៌ជួយអីយើងបានជួយមិនបានទេ
ព្រះសង្ឃជួយអីយើងបានជួយមិនបានទេបើយើងមិនព្យាយាមជួយខ្លួនយើងគឺមានន័យថាយើងចូលទៅឲ្យចិត្តសិក្សាឲ្យយល់ប្រតិបត្តិហើយរលាស់ខ្លួនឯងចេញទៅនេះទៅអាចជួយខ្លួនឯងបានណាអញ្ចឹងបានព្រះពុទ្ធព្រះអង្គឲ្យយើងជួយខ្លួនឯងជាដំបូងណាព្រះសម្មាសម្ពុទ្ធព្រះអង្គជួយខ្លួនឯងជាដំបូងមិនមែនព្រះអង្គទៅជួយសត្វលោកជាដំបូងទេស្វែងរកនៅពុទ្ធការិកធម៌ឃើញទេស្វែងរកនៅអមតៈធម៌ធ្វើទុក្ករកិរិយាសាងអភិនិស្សក្រមអស់រយៈពេល6ឆ្នាំហ្នឹងញាតិញោមមើលទុកលំបាកនឹងយ៉ាងម៉េចហើយមុននឹងរាប់អសង្ខ័យ4អសង្ខ័យមួយសែនកាប់ទៀតនោះយ៉ាងណាយ៉ាងណីញាតិញោមព្រះអង្គស្វែងរកដើម្បីតែជួយខ្លួនឯងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺរមែងញ៉ាំងលោកទាំងនេះឲ្យចម្រើនណាទី1គឺជួយខ្លួនឯងដល់ទី2ហ្នឹងគឺជួយបុត្រភរិយាទី3គឺញាតិគេនេះញាតិនៅក្នុងសង្សារវដ្តនឹងឯងណាមហាចរិយា3ពុទ្ធចរិយាគេនេះញាតិតចរិយាព្រះអង្គយកយកកំណើតកើតជាអីក៏ដោយគឺតែងតែជាប្រធានប្រធាននៃសត្វហើយជាសត្វដែលមានប្រាជ្ញាជាសត្វដែលមានឧបាយក្នុងការដោះខ្លួនឃើញទេហ្នឹងជាព្រះបរមពោធិសត្វរហូតដល់ព្រះអង្គត្រាស់ដឹងហើយហ្នឹងក៏ព្រះអង្គយឹតយកខ្លួនឯងជាដំបូងផងដែរហើយពេលដែលព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណនេះហើយយកពធនឹងឯងមកបង្រៀនដល់ពុទ្ធបរិស័ទដល់សត្វលោកទាំងអស់មានមនុស្សទេវតាព្រហ្មជាដើមឃើញទេជួយខ្លួនឯងណាញាតិញោមមិនមែនទៅពឹងលើពុទ្ធពធប្រសង្ឃហើយសັບទៅពុទ្ធពធប្រសង្ឃមកជួយអីយើងបានអត់ទេបើយើងមិនមានសេចក្តីជ្រះថ្លានឹងក្នុងការសិក្សារៀនសូត្របដិបត្តិផងតើទៅជួយអីអញ្ចឹងយើងខ្លួនឯងជាអ្នកជួយខ្លួនឯងហ្នឹងគឺជារឿងពិតប្រាកដនៅក្នុងលោកនេះកុំដើរពឹងអ្នកនេះពឹងអ្នកនោះដោយទេវទត្តណាទេវទត្តហ្នឹងឃើញថាគេមិនហៅរោគេមិនមានសេចក្តីអើពើអត់ស្គាល់អំពីបាបកម្មខ្លួនឯងអត់យល់ចាប់ផ្ដើមកន្តោកកន្ទិញមិនសប្បាយចិត្តថាទេយើងគឺជាខត្តយៈបព្វជិតមួយព្រះអង្គដែរណាចុះហេតុអីបានជាគេមិនសួររោយើងពេលខ្លះគេឃើញគេដើរហួសពើអញ្ចឹងទៅអញ្ចឹងក៏មានសេចក្តីអអន់ចិត្តសពុតចិត្តយើងដូចគ្នាដែរលោកម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាបើគេមិនហៅយើងមិនបាច់ទៅកន្តកន្តើយអីទេកន្តុកកន្ទិញនាំតែខូចចិត្តខូចថ្លើមមួយទេមកទីកន្លែងយើងមកដេកអានសិភៅបានប្រយោជន៍ធ្វើការងារនេះដាំបន្លែតែមកគុំដាំម្ទេសតែមកដើមនោះក៏បានផលដែរទៅកន្តុកកន្ទិញមិនបានមិនហៅអញឃើញអញដែរធ្វើមុខឲ្យកមើធ្វើមុខឲ្យកបញ្ចប់ចេះមួយចូលពីរទៅស្រួលហ្នឹងក៏ទៅថាឲ្យគេនឹងម៉ាំងទៅគេខឹងទៅក៏កើតជាចំនួនមានជាបញ្ហាទៅក៏មើលមុខគ្នាមិនត្រង់អញ្ចឹងទៅរឿងខ្លះធ្វើទុកតែក្នុងចិត្តរបស់យើងទៅចប់ហើយមិនមែនទៅគំនុំគុំគួនអីទេគឺថាឲ្យវារសាយរសាត់ទៅតាមវាយោបាត់ទៅគិតថាវាជាបាបរបស់យើងអញ្ចឹងទៅរួចផុតចាកទុកចិត្តរបស់យើងវារសាយត្រង់ហ្នឹងអញ្ចឹងណាញាតិញោមអញ្ចឹងទេវទត្តនឹងគិតថាតរោប្របាទពឹមពិសាបានសម្រេចសោតាបតិផលជាមួយនឹងបរិវារចំនួន11អ្នកហត់ទៅហើយគិតថានឹងតរោព្រះបាទដែលស្ថិតនៅក្នុងដែនកោសលក៏ទៅមិនកើតដែរអត់កើតទេសុទ្ធតែជាអ្នកជ្រះថ្លាក្នុងពុទ្ធដ៏សុបទៅហើយដូច្នេះក៏សម្លឹងឃើញនៅរាជកុមារមួយព្រះអង្គដែលជាបុត្ររបស់ព្រះបាទពឹមពិសាគឺព្រះរាជកុមារអាជាសត្រូវកូនរបស់ព្រះបាទពឹមពិសាដែលគិតថាលោកនៅក្មេងខ្ចីមិនទាន់ដឹងអីទេណាព្រះកុមារនឹងមិនទាន់ដឹងគុណមិនទាន់ដឹងទោសរបស់នរណាទេដូច្នេះហើយយើងនឹងទៅសេពគប់ជាមួយនឹងព្រះកុមារអង្គនោះព្រះទេវទត្តបានចេញអំពីក្រុងកោសំពីទៅកាន់ក្រុងរាជក្រឹសនិមិត្តភេទជាកុមារតូចពួកខ្លួនឯងបានសម្រេចរិទ្ធជាបឋិជនអាចខ្លែងកាយបានញាតិញោមអាចខ្លែងកាយជាអ្នកនេះជាអ្នកនោះអីបានណានិមិត្តរបស់ខ្លួនឯងនឹងអាចនិមិត្តជាកុមារតូចបានហើយរុំដោយអសេរពឹស4ក្បាលត្រង់ដៃនិងជើងទាំង4និងរុំត្រង់កករុំធ្វើជាមកុដលើសីស័កធ្វើជាខ្សែឈៀងស្មាសង្វាសង្វាហ្នឹងគឺពាក់ឈៀងស្មា
ចេះហ្នឹងខ្សែហ្នឹងធ្វើជាសង្វារចុះពីលើអាកាសដោយសង្វារពស់នេះអង្គុយលើផ្លូវរបស់អាជាសត្រូវកុមារកាលព្រះកុមារនោះណាទ្រង់ភ័យខ្លាចហើយត្រាស់ថាលោកជានរណាទើបថ្វាយព្រះពរថាអាត្មាគឺទេវទត្តដើម្បីនឹងបន្ទោបង់សេចក្តីភ័យខ្លាចរបស់ព្រះកុមារក៏ត្រឡប់អត្តភាពទៅវិញជាភិក្ខុទ្រទ្រង់សង្កដីបាតនិងជីវរឈរនៅខាងមុខញ៉ាំងព្រះកុមារនោះឲ្យជ្រះថ្លាហើយញ៉ាំងលៀបនិងសក្ការៈឲ្យកើតឡើងលុះទេវទត្តបានគិតគំនិតនឹងដូច្នោះហើយក៏បានធ្វើដំណើរចេញពីក្រុងកោសំពីតែមួយព្រះអង្គឯងធ្វើដំណើរទៅកាន់ទីក្រុងរាជក្រឹសហើយក្នុងពេលនោះក៏និមិត្តរូបខ្លួនឯងនេះឲ្យคล้ายទៅជាក្មេងតូចមួយហើយរុំអសិរពិសរុំពស់ណានិមិត្តពស់ណា4ក្បាលណារុំត្រង់ដៃនោះមួយត្រង់ជើងនឹងណាត្រង់កកណារុំធ្វើជាមកុដពាក់លើក្បាលហ្នឹងណាធ្វើជាខ្សែឈៀងស្មាជាសង្វារណាយកមករុំដាក់ធ្វើជាសង្វារពេលនោះក៏ហោះចុះពីលើអាកាសដោយសង្វារពស់នេះក៏អង្គុយនៅលើផ្លូវរបស់ព្រះរាជាកុមារអាជាសត្រូវនឹងឯងអាជាសត្រូវកុមារបានឃើញហេតុដូច្នោះក៏មានការភ័យខ្លាចហើយក៏ត្រាស់សួរថាលោកជានរណាទេវទត្តទូលថ្វាយថាអាត្មាគឺជាទេវទត្តដើម្បីបន្ទោបង់នៅសេចក្តីភ័យខ្លាចរបស់រាជកុមារនឹងក៏ត្រឡប់អត្តភាពទៅជាភិក្ខុវិញខ្លែងកាយទៅជាភិក្ខុទេវទត្តវិញគ្រងស្បង់ជីវរមានសង្កដីមានបាតមានជីវរឈរនៅចំពោះមុខណាអាជាសត្រូវកុមារក្នុងគណៈពេលនោះញ៉ាំងចិត្តរបស់ណាព្រះកុមារនោះឲ្យជ្រះថ្លាហើយក៏ញ៉ាំងលៀបនិងសក្ការៈឲ្យកើតឡើងចំពោះខ្លួនឯងមួយរំពេចនឹងឯងឃើញទេញាតិញោមថាមនុស្សអាក្រក់មិនដែលគិតឃើញរឿងល្អធ្វើទេហើយមនុស្សល្អគឺមិនដែលគិតឃើញរឿងអាក្រក់ធ្វើទេមនុស្សល្អតែងធ្វើរឿងអាក្រក់បានដោយលំបាកហើយមនុស្សអាក្រក់តែងគិតធ្វើរឿងល្អបានដោយលំបាកបច្រាស់គ្នាញាតិញោមណាបុគ្គលជាបណ្ឌិតណារមែងធ្វើអំពើអាក្រក់បានដោយលំបាកហើយបុគ្គលពីលរមែងធ្វើអំពើល្អបានដោយលំបាកនឹងរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងចំពោះទេវទត្តអត់មានគិតឃើញថាឃើញបុគ្គលអ្នកប្រាជ្ញឃើញបុគ្គលអ្នកចេះដឹងហើយទៅសេពគប់អីអត់ទេមើលគិតឃើញដល់ព្រះបាទពឹមពិសាដែលសម្រេចនៅសោតាបត្តិផលហើយអត់មានគិតថាចូលទៅរកព្រះមហារាជអីចេះមួយចំណេះសំណាលសាកច្ឆាធរដើម្បីបានជាចំណេះដឹងដើម្បីបានជាប្រយោជន៍ដល់ការណែនាំអត់ទេអួតមានះរឹងត្អឹងអញបានសម្រេចណារិទ្ធជាពុទ្ធជនមួយដែរចង់ខ្លែងភេទធ្វើយ៉ាងម៉េចក៏បានដែរណាឃើញអញ្ចឹងដែរអត់មានទៅសេពគប់ទេដោយហើយទៅសម្បីព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅជ្រងោណាក៏មើលមិនឃើញផងណោះទៅមើលឃើញដល់អាជាសតុកុមារណាអាជាសត្រូវកុមារហ្នឹងណាគិតថាកុមារនេះមិនទាន់ដឹងក្តីមិនទាន់ស្គាល់បុណ្យស្គាល់ទោសស្គាល់គុណស្គាល់ទោសអីទេដូច្នេះយើងនឹងទៅសេពគប់ហើយដល់ពេលទៅសេពគប់និមិត្តខ្លួនឯងជាកុមារតូចបំពាក់ដោយអលង្ការគឺពស់អសិរពិសណាពាត់ជុំវិញខ្លួនជុំដៃជុំជើងពាក់ឈៀងស្មាធ្វើជាសង្វារពាក់ធ្វើជាមកុដចុះមកបង្ហាញដល់ព្រះរាជកុមារឲ្យរាជកុមារនឹងមានការភ័យខ្លាចហើយក៏និមិត្តខ្លួនឯងទៅជាភិក្ខុសង្ឃឡើងវិញព្រះរាជកុមារនឹងមើលឃើញហើយក៏ថាអូគួរជាទីជ្រះថ្លាណាលោកម្ចាស់នឹងមានរិទ្ធមកមើលណោះអាចនិមិត្តកាយឲ្យតូចបានណាអាចនិមិត្តបានគ្រប់យ៉ាងដូច្នេះហើយក៏ញ៉ាំងចិត្តអាជាសត្រូវនេះឯងឲ្យណាបានមានសេចក្តីជ្រះថ្លាបូជាដោយលៀបសក្ការៈទាំងឡាយដល់ព្រះទេវទត្តក្នុងគណៈពេលនោះតរៀងទៅណោះទៅគិតឃើញអញ្ចឹងវិញណាញាតិញោមសម្ដែងអំពីទេវទត្តព្យាយាមសម្លាប់ព្រះពុទ្ធណាបន្តមកទៀតនៅក្នុងគម្ពីរធម្មបតថកថាអដ្ឋកថាខត្តកនិកាយគាថាធម្មបទណាទំព័រ270ឡើងទៅគឺតាក់ទងជាមួយនឹងបញ្ហាកម្មដែលទេវទត្តនឹងមានបំណងចង់ធ្វើពុទ្ធឃាតណាសម្រាប់ព្រះពុទ្ធណាពុទ្ធឃាតឬក៏ព្យាយាមនឹងសម្លាប់ព្រះសម្មាសម្ពុទ្ធ
គិតមើលមិនតែបច្ចុប្បន្ននេះទេដែលញាតិញោមគិតថាប្រសង់អីខូខើចេះមួយចុះពីរអានឹងជារឿងចិត្តណាមិនតែប្រសង់មិនតើតែកុហកទេបានអាចមានអាចិត្តកាចនឹងបានណាអត់ទេសំបីព្រះសង្ឃក៏នៅតែមានចិត្តដែរណាអញ្ចឹងបានមโนពពាំងកមេធម្មាមโนសេដ្ឋាមโนវយាពេលនេះគេថាចិត្តជាប្រធានមិនតើតែប្រសក់បានត្រូវតែកាចបានទេអត់ទេចិត្តស្លូតចិត្តកាចហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យតើរឿងខាងដើមថាទោះបីជាកុហកក្តីទោះបីជាបព្វជិតក្តីឲ្យតែមានចិត្តក្តៅកាហាយធ្វើអំពើបាបហើយរមែងក្តៅកាហាយក្នុងលោកនេះផងក្នុងលោកខាងមុខផងហើយបុណ្យដូចគ្នាដែរញាតិញោមណាមិនថាកុហកមិនថាបព្វជិតទេគឺឲ្យតែធ្វើបុណ្យល្អហើយក្នុងលោកនេះណាលោកខាងមុខក៏ល្អរមែងរីករាយក្នុងបច្ចុប្បន្នលោកខាងមុខក៏រមែងរីករាយណាអាហ្នឹងគឺរឿងទាំងកុហកទាំងបព្វជិតហ្នឹងអត់មែនតែថារឿងអ្នកនេះរឿងអ្នកនោះអីទេណាអញ្ចឹងយើងនឹងបន្តតាក់ទងជាមួយនឹងទេវទត្តនឹងមានគំនិតគុំគួនខឹងជាមួយព្រះសម្មាសម្ពុទ្ធនេះចង់សម្លាប់ព្រះសម្មាសម្ពុទ្ធណាដោយប្រការយ៉ាងណាញាតិញោមនឹងបានស្ដាប់ដូចតទៅសូមអនុមោទនាព្រះទេវទត្តនោះត្រូវលៀបនឹងសក្ការៈគ្រប់សង្កត់ហើយក៏ញ៉ាំងការគិតដល់លិមួឲ្យកើតឡើងថាយើងនឹងគ្រប់គ្រងភិក្ខុសង្ឃដូច្នេះទើបវិនិច្ឆ័យរិទ្ធព្រមដោយចិត្តុបាទនោះថ្វាយបង្គំព្រះសាស្តាដែលទ្រង់កំពុងសម្ដែងធម៌ដល់បរិស័ទព្រមទាំងព្រះរាជាក្នុងព្រះវេលវ័នវិហារក្រោកចាស់អាសនៈហើយផ្គងអញ្ជលីក្រាបទូលថាបបិទ្ធព្រះអង្គវេលានេះព្រះដ៏មានព្រះភាទ្រង់ជរាដល់វ័យចាស់ហើយសូមព្រះមានព្រះភាទ្រង់ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិចប្រកបរឿយនៅធម៌ជាគ្រឿងនៅសបាយក្នុងទិដ្ឋធម៌ចុះខ្ញុំព្រះអង្គនឹងរក្សាភិក្ខុសង្ឃសូមព្រះអង្គប្រោសប្រគល់ភិក្ខុសង្ឃដល់ខ្ញុំព្រះអង្គចុះដូច្នេះត្រូវព្រះសាស្តាទ្រង់រារាំងដោយខេឡាសិកវាទណាពាក្យថាខេឡាសិកវាទហ្នឹងគឺដោយអត្ថាអ្នកបរិភោគបច្ច័យដូចជាទឹកមាត់ព្រះអង្គពោលទោសតេះឌីលព្រះអង្គរារាំងណាព្រះអង្គរារាំងទៅកាន់ទេវទត្តនឹងដោយខេឡាសិកវាទគឺព្រះអង្គប្រៀបធៀបថាអ្នកបរិភោគបច្ច័យដូចជាទឹកមាត់ដោយមិនពេញចិត្តណាបានចងអាឃាតនេះទុកក្នុងព្រះតថាគតលើកដំបូងហើយក៏ជិះចេញទៅអាមិសនឹងធ្វើឲ្យតាក់ចិត្តរបស់ទេវទត្តនឹងមិនមានចិត្តរីករាយក្នុងការសាមគ្គីរវាងព្រះសង្ឃនិងព្រះសង្ឃល្អទេគឺលោកតែងមានគំនិតគិតគុំគួនរហូតដល់ចង់ផ្ដាច់ផ្ដិលជីវិតរបស់ព្រះសម្មាសម្ពុទ្ធនោះទៀតណាព្រះទេវទត្តនោះត្រូវបានលាភសក្ការៈនឹងគ្រប់សង្កត់ណាញាតិញោមអញ្ចឹងបានថាលាភសក្ការៈនេះអាចញ៉ាំងចិត្តរបស់បុគ្គលណាក៏ដោយឲ្យតែមិនមានការពិចារណាហើយលាភសក្ការៈនឹងគ្រប់សង្កត់ចំពោះបុគ្គលនោះពិតប្រាកដរបស់ដែលកំហាកដែលគេស្ដោះទុកហើយហ្នឹងណានៅនាំគ្នាលូតជង្គង់ច្បាមណាលិតនៅកំហាកនឹងជាប់ជំពាក់ណាទានគ្រាន់តែការប្រើប្រាស់បច្ច័យ4ដើម្បីជាការញ៉ាំងណាអត្តភាពពោលគឺរាងកាយនេះឲ្យប្រព្រឹត្តទៅមួយថ្ងៃម្ដងហ្នឹងគឺវាថាមិនជាបញ្ហាអីទេញាតិញោមកាន់បាតទៅណាបិណ្ឌបាតល្មមមកឆាន់សំគូមួយថ្ងៃមួយពេលហ្នឹងទៅក៏ហើយយើងទៅប្រតិបត្តិធម៌មានសមថកម្មដ្ឋានអីជាដើមអញ្ចឹងទៅក៏ផុតទៅណាបើលោភលន់ដើម្បីយកមកទុកដើម្បីមានបានអីហ្នឹងតែមិនមានបានទៅណាទេហើយបើពុទ្ធបរិស័ទជ្រះថ្លាដោយបច្ច័យណាមួយមានសេនាសនៈបច្ច័យកសាងថ្វាយកសាងប្រគេននឹងគួរជាទីណាជ្រះថ្លាគួរជាទីរីករាយអាស្រ័យនៅតែប៉ុណ្ណឹងបងណាអស់អត្តភាពនឹងទៅក៏ថាវរៈវត្ថុទាំងឡាយនឹងគឺនៅលើគោកហ្នឹងណាអត់យកទៅតាមបានទេដូច្នេះរឿងអីដែលត្រូវជាប់ជំពាក់ជាមួយនឹងគ្រឿងអាមិសហ្នឹងណាទេវទត្តអត់ទេទេវទត្តជាប់ជំពាក់រហូតដល់ប្រទុសរាយជាមួយនឹងព្រះសម្មាសម្ពុទ្ធណាគិតថានឹងគ្រប់គ្រងភិក្ខុសង្ឃហើយក្នុងគណៈចិត្តដែលទេវទត្តគិតថាគ្រប់គ្រងភិក្ខុសង្ឃប៉ុណ្ណឹងណាត្រូវដាច់ចាកនៅរិទ្ធណាជាពុទ្ធជនហ្នឹងធ្លាប់ប្រែកលាកាយធ្លាប់សម្ដែងរិទ្ធអីបានយ៉ាងណាយ៉ាងណីហ្នឹងត្រូវអស់រិទ្ធណាព្រមដោយចិត្តុបាទរបស់លោកនឹងឯង
ចិត្តគិតមកយ៉ាងម៉េចគឺត្រូវតែដាច់ទៅយ៉ាងហ្នឹងភាពសម្រេចបានជារិទ្ធនៅក្នុងលោកីនេះណាទេវទត្តត្រូវបានសាបលាបទៅវិញភាសាសាមញ្ញគេហៅថាសាបលាបណារសាបរលាបទៅវិញទៅអស់ទៅណាឃើញនេះខំទៅបួសជាមួយសក្យៈទាំង5ព្រះអង្គនោះទៀត6អង្គទាំងណាព្រះឧបល័យ7ទាំងទេវទត្តហ្នឹងណាខ្លួនឯងបានសម្រេចត្រឹមតែរិទ្ធជាលោកយៈហ្នឹងទេហើយឥឡូវត្រូវបានដាច់រិទ្ធនឹងទៅវិញទៀតអញ្ចឹងដោយសារអីដោយសារតែចិត្តរបស់ខ្លួនឯងមិនស្អាតចិត្តរបស់ខ្លួនឯងមិនល្អទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់កំពុងតែគង់សម្ដែងព្រះធម៌ទេសនាដល់បរិស័ទទាំងឡាយនៅក្នុងទីនោះមានព្រះរាជាណាព្រះរាជាក៏គង់ស្ដាប់ព្រះធម៌ពុទ្ធបរិស័ទទាំងឡាយក៏អង្គុយស្ដាប់ព្រះធម៌នៅក្នុងទីនោះណានៅក្នុងព្រះវេលវ័នវិហារណានៅក្នុងវត្តវេលវ័ននោះទេវទត្តនឹងក្រោកចាកអាសនៈហើយផ្គងអញ្ជលីក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនវេលានេះព្រះដ៏មានព្រះភិក្ខជរាហើយណាព្រះអង្គទ្រង់ជរាចាស់ហើយដល់វ័យចាស់ជរាហើយសូមព្រះដ៏មានព្រះភិក្ខណាទ្រង់ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះប្រកបដោយរឿយនៅធម៌ជាគ្រឿងសប្បាយក្នុងទិដ្ឋធម៌ចុះណាព្រះអង្គមិនបាច់សូវខ្វាយខ្វល់ទេព្រះអង្គប្រាប់ព្រះអង្គអញ្ចឹងទៀតណាចេះចាត់ចែងណាខ្លួនឯងនឹងជាស្អីបាទមកចេះចាត់ចែងលើភិក្ខុសង្ឃទាំងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់ធរមាននៅឡើយងើបនៅចំកណ្ដាលនៃបរិស័ទនឹងស្រែកថាអញ្ចឹងញាតិញោមទេវទត្តបបិទ្ធព្រះអង្គវេលានេះព្រះអង្គទ្រង់មានបកាយពលចាស់ជរាហើយសូមព្រះអង្គណាមានការខ្វល់ខ្វាយតិចចុះណាចឹងរឿងគ្រប់គ្រងព្រះភិក្ខុសង្ឃនឹងសូមព្រះអង្គទុកឲ្យខ្ញុំរក្សាទុកឲ្យខ្ញុំព្រះអង្គជាអ្នករក្សាណាព្រះអង្គណាសូមព្រះអង្គប្រោសប្រកល់ភិក្ខុសង្ឃដល់ខ្ញុំព្រះអង្គចុះណាព្រះអង្គទ្រង់ស្ដាប់ពាក្យរបស់ទេវទត្តចប់កាលណាទៅក៏ព្រះអង្គត្រាស់ណារារាំងដោយខេឡាសិកវៀនណាព្រះអង្គត្រាស់អញ្ចឹងថាអ្នកបរិភោគបច្ច័យ4នឹងដូចជាទឹកមាត់បរិភោគបច្ច័យ4ដែលអត់គិតពិចារណាណាដោយសារលៀបសការៈនឹងគ្រប់សង្កត់ធ្វើឲ្យទេវទត្តនឹងមានការលោភចង់តាំងខ្លួនឯងគឺជាព្រះសម្មាសម្ពុទ្ធវាដល់ថ្នាក់ហ្នឹងញាតិញោមឃើញអត់ចឹងបាននៅក្នុងបរាភវសូត្រលោកសំដែងអញ្ចឹងជនមិនមែនជាក្សត្រតែតាំងខ្លួនជាក្សត្រឃើញទេអួតខ្លួនឯងចេះមួយចុះពីររមែងជាប្រធាននៃវិន័យអញ្ចឹងទេវទត្តនឹងដូចគ្នាតែទេវទត្តជាក្សត្រណាជាសក្យៈត្រកូលដល់ព្រះអង្គទ្រង់រារាំងហាមមិនឲ្យភិក្ខុទេវទត្តនឹងធ្វើដូច្នេះចេះមួយចុះពីរទៅក៏ទេវទត្តនឹងមានការមិនពេញចិត្តចំពោះព្រះសម្មាសម្ពុទ្ធហើយក៏ចងនៅអាឃាតចំពោះព្រះសម្មាសម្ពុទ្ធចងអាឃាតហើយក៏ដើរចេញទៅទាំងមិនមានការគោរពណារលាស់ជីវោបានគេក៏ដើរចេញចាកអាសនៈនឹងចេញទៅបានចងអាឃាតទុកចំពោះព្រះតថាគតឃើញទេញាតិញោមគ្រានោះព្រះដ៏មានព្រះភិក្ខត្រាស់ឲ្យធ្វើបកាសនីយកម្មបកាសនីយកម្មនឹងមានន័យថាកម្មដែលសង្ឃគួរប្រកាសព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យភិក្ខុទាំងឡាយនៅក្នុងចំណោមនឹងឲ្យព្រះអង្គប្រកាសនីយកម្មនៅក្នុងក្រុងរាជក្រឹស្នដល់លោកទាំងឡាយលោកគិតថាឥឡូវនេះយើងត្រូវណាព្រះសមណគោតមកំចាត់ចេញហើយលោកគិតថាឥឡូវនេះយើងត្រូវព្រះសមណគោតមកំចាត់ចេញហើយយើងនឹងធ្វើសេចក្តីវិនិច្ឆ័យដល់ព្រះសមណគោតមនោះដូច្នេះទៅគល់ព្រះបាទអាជាសត្រូវកុមារទូលថាព្រះកុមារកាលមុនមនុស្សទាំងឡាយមានអាយុវែងឥឡូវនេះមានអាយុខ្លីរីឯព្រះអង្គក៏បីចូលទីបង្គត់តាំងពីព្រះរាជកុមារនោះណាជាឋានៈរបស់ព្រះរាជកុមារបើដូច្នោះព្រះអង្គគួរសម្រេចទោសព្រះបិតាហើយតាំងជាព្រះរាជាចុះអាត្មាសម្រេចទោសណាព្រះដ៏មានព្រះភិក្ខហើយនឹងធ្វើជាព្រះពុទ្ធការព្រះកុមារនោះតាំងនៅក្នុងព្រះរាជសម្បត្តិហើយបានតែងតាំងបុរសទាំងឡាយដើម្បីសម្លាប់ព្រះតថាគត
លុះបរោះទាំងនោះសម្រាប់សោតាបតិផលត្រឡប់ទៅវិញគេទៅបានឡើងភ្នំកិច្ចកោតដោយខ្លួនឯងណាប្រមៀលថ្មដោយតាំងចិត្តថាយើងនឹងផ្ដាច់ព្រះជន្មរបស់ព្រះសមណគោតមណាបានធ្វើកម្មគឺញ៉ាំងព្រះលោហិតឲ្យពុះពងឡើងកាលមិនអាចសម្លាប់ដោយឧបាយសំបីនេះទៅឲ្យលេងដំរីណាឡាគិរីទៀតកាលដំរីនោះកំពុងដើរមកព្រះអានន្តថេរព្រមលះបង់ជីវិតរបស់ខ្លួនថ្វាយព្រះបរមសាស្តាបានឈរខាំងអំពីខាងមុខព្រះសាស្តាទ្រង់ទូលមានដំរីហើយស្ដេចចេញចាកព្រះនគរមកកាន់ព្រះវិហារណាសោយមហាទានដែលពួកឧបាសកឧបាសិកាច្រើនពាន់នាំយកមកហើយទ្រង់សម្ដែងអនុពពីកថាប្រោសអ្នកក្រុងរាជក្រឹសរាប់បាន18កោដ្ឋដែលមកប្រជុំគ្នាក្នុងថ្ងៃនោះធម្មាភិសម័យកើតមានដល់សត្វ84000 នាក់ព្រះដ៏មានព្រះភិក្ខទ្រង់ស្ដាប់កថាពណ៌នាគុណរបស់ព្រះថេរៈថាអស្ចារ្យណោះណោព្រះអានន្ទមានគុណច្រើនកាលស្ដេចដំរីនោះមកហើយហ៊ានលះបង់ជីវិតរបស់ខ្លួនឈរខាំងអំពីខាងមុខព្រះសាស្តាដូច្នេះទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះតែប៉ុណ្ណោះទេក្នុងកាលមុនព្រះអានន្ទនេះក៏ហ៊ានលះបង់ជីវិតដើម្បីប្រយោជន៍ដល់តថាគតដូចគ្នាកាលភិក្ខុទាំងឡាយក្រាបទូលអង្វរហើយទើបព្រះសាស្តាត្រាស់ចលហង្សជាដកគឺមហាហង្សជាដកនិងកកដៈជាដកសំបីកម្មរបស់ទេវទត្តព្រោះញ៉ាំងព្រះអាជាសត្រូវកុមារឲ្យសម្រេចទោសរបស់ព្រះរាជាសម្លាប់ព្រះបិតាខ្លួនឯងចេញក្តីព្រោះតែងតាំងនៃខ្មាន់ធ្នូក្តីព្រោះប្រមៀលថ្មក្តីមិនបានប្រកាសដោយការបញ្ជូនដំរីណាឡាគិរីឡើយគ្រានោះឯងមហាជនបានប្រជុំគ្នាឡើងថាសូម្បីព្រះរាជាក៏ព្រះទេវទត្តនោះឯងជាអ្នកឲ្យសម្រេចទោសហើយសូម្បីនាយខ្មាន់ធ្នូក៏ព្រោះព្រះទេវទត្តនោះតែងតាំងឡើងហើយសូម្បីសិលាក៏ព្រះទេវទត្តប្រមៀលចុះមកដូចគ្នានឹងឥឡូវនេះលោកបានឲ្យលេងដំរីណាឡាគិរីព្រះរាជាទ្រង់សេពគប់មនុស្សលាមកបែបនេះព្រះរាជាទ្រង់ស្ដាប់ពាក្យរបស់មហាជនហើយទើបឲ្យនាំសម្រាប់50រទេះមកស្ដេចមិនបានទៅកាន់ទីឧបថៈរបស់ទេវទត្តនោះទៀតទេទេវទត្តនឹងគឺថាមានគំនុំចងអាឃាតជាមួយនឹងព្រះសម្មាសម្ពុទ្ធចំណែកឯទេវទត្តនឹងគឺថាព្រះសម្មាសម្ពុទ្ធនឹងបានបណ្ដេញយើងចេញពីសមាគមសង្ឃហើយណាទៅសេពគប់ជាមួយអាជាសត្រូវនឹងឲ្យអាជាសត្រូវនឹងឯងសម្លាប់ព្រះបិតារបស់ខ្លួនឯងចេញទៅដើម្បីខ្លួនឯងបានគ្រងរាជ្យហើយយើងនឹងធ្វើកម្មចំពោះព្រះសម្មាសម្ពុទ្ធពេលដែលព្រះអង្គទ្រង់សោយទីបង្គត់ទៅយើងនឹងបានក្លាយទៅជាព្រះពុទ្ធឃើញទេណាគំនិតអញ្ចឹងញាតិញោមគំនិតរបស់ទេវទត្តហ្នឹងណាចង់ក្លាយជាព្រះពុទ្ធគឺថាខ្លួនឯងនឹងបានសេពគប់ជាមួយនឹងបរិជាគឺអាជាសត្រូវដែលជាបុត្ររបស់ព្រះបាទពំពិសាណាបានញ៉ាំងខ្មាន់ធ្នូឲ្យចូលទៅណាសម្លាប់ព្រះសម្មាសម្ពុទ្ធហើយអ្នកទាំងអស់នឹងទៅគឺសុទ្ធតែបានចូលស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធហើយសម្រេចនៅសោតាបតិផលហើយក៏ត្រឡប់មកវិញអញ្ចឹងទៅរហូតដល់ខ្លួនឯងនឹងឡើងទៅលើកំពូលភ្នំហើយពមៀលនៅដុំសិលាដុំថ្មពមៀលមកណាទម្លាក់ចំព្រះបាទទារបស់ព្រះដ៏មានពភាធ្វើឲ្យពុះពងរងឈាមបានធ្វើទោសអនន្តរិយកម្មដ៏ធ្ងន់ណាឃើញទេអនន្តរិយកម្មនឹងមាន5មេតុឃាតនឹង1បេតុឃាតនឹង2ណាមេតុឃាតនឹងមានតែសម្រាប់មេតាសម្រាប់ម្ដាយខ្លួនឯងណាបេតុឃាតនឹងសម្រាប់បិតានឹងអនន្តរិយកម្មសង្ឃភេតៈណាបំបែកសង្ឃឃើញទេទេវទត្តនឹងសុទ្ធតែចូលទោសអនន្តរិយកម្មណាព្យាយាមបំបែកសង្ឃហ្នឹងណាធ្វើពុទ្ធបាទរបស់ព្រះសម្មាសម្ពុទ្ធនឹងឲ្យពុះពងរងឈាមថាមិនបាច់ចាំតែចេញឈាមទេការដែលធ្វើទោសខ្លួនឯងឲ្យប្រព្រឹត្តទៅទោសនៅក្នុងអនន្តរិយកម្មហ្នឹងឃើញញាតិញោមចឹងទោសអនន្តរិយកម្មហ្នឹងគឺនាំមកនៅសេចក្តីទុក្ខដ៏ក្រៃលែងកម្មដ៏ធ្ងន់ធ្ងរបំផុតណាអនន្តកម្មអនន្តរិយកម្មគឺថាកម្មនឹងក្រៃលែងបំផុតសពថ្ងៃទេវទត្តនៅធ្លាក់នរកមិនទាន់រួចផុតទេណាញាតិញោមឃ
អត់តាន់រួចផុតចាក់ទុកទេដោយសារតែកម្មរបស់ខ្លួនឯងហ្នឹងគិតដូច្នោះហើយប្រើគេក៏មិនបានសម្រេចធ្វើខ្លួនឯងក៏មិនបានសម្រេចដូច្នេះក៏ចាត់ឲ្យនាយមកដំរីយោស្រាច្រកដំរីណាឡាគិរីណាដែលមានការដំរីចុះព្រែកដំរីចុះព្រែងឡើងភ្នែកក្រហមងាំងប្រឡែងមកដើម្បីរត់បំបោលវត្តជលបោកព្រះសម្មាសម្ពុទ្ធក្នុងគណៈពេលនោះណាព្រះអានន្តថេរនឹងរត់ទៅស្កាក់មុខញាតិញោមទៅខាំងនៅពីខាងមុខណាធ្វើឲ្យហេតុនឹងអស្ចារ្យមែនទែនណាស៊ូលះបង់ជីវិតរបស់ខ្លួនឯងដើម្បីការពារព្រះបរមសាស្តាព្រះអានន្ទណាព្រះអានន្ទនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងប្រាប់ភិក្ខុទាំងឡាយថាព្រះអានន្ទនឹងអស្ចារ្យណាស់គុណរបស់ព្រះអានន្ទនឹងមិនមែនតែក្នុងជាតិនេះទេក្នុងជាតិណានោះក៏ណាធ្លាប់ការពារព្រះតថាគតអញ្ចឹងដែរណាក្នុងកាលដែលព្រះដ៏មានពភាកព្រះអង្គទ្រង់យល់យងកំណើតកើតជាមហាហង្សសម្ដែងអំពីមហាហង្សជាដកណាគឺរវាងជលហង្សជាដកហើយនិងមហាហង្សជាដកហើយនឹងណាកកដជាដកនោះញាតិញោមអាចអញ្ជើញទៅបើកស្ដាប់បើកអាននៅចំណុចហ្នឹងទៅនឹងយល់ហើយថាព្រះអានន្ទនឹងធ្លាប់ការពារព្រះបរមសាស្តានឹងតាំងពីកាលណាមកណារឿងរ៉ាវទាំងអស់ហ្នឹងវែងឆ្ងាយណាស់សង្សារវដ្តនឹងបង្កើតបានជាខ្សែបង្កើតបានជាដំណរបង្កើតបានជាពូជសម្រាប់កម្មពៀដល់គ្នានឹងគ្នាឃើញទេព្រោះអីព្រោះតែទេវទត្តនឹងឯងណាប្រាថ្នានឹងលៀបសក្ការៈហើយអ្នកស្រុកអ្នកភូមិនឹងឯងបានដឹងពុទ្ធបរិស័ទនៅក្នុងព្រះនគរបានជ្រាបសេចក្តីនឹងថាទេវទត្តណាធ្វើកម្មនេះដល់ច្រើនបំបីសង្ឃណាញ៉ាំងបរិជាគឺណាកុមារអាចជាសត្រូវនេះឲ្យដល់នៅសេចក្តីវិនាសណាបានធ្វើឃាតនៅបិតារបស់ខ្លួនឯងរឿងរ៉ាវដែលជាសត្រូវធ្វើទោសចំពោះព្រះបិតានឹងវែងឆ្ងាយញាតិញោមនឹងសម្ដែងខ្សែស្អីរឿងខាងក្រោយទៀតគ្រាន់តែដឹងថាព្រះបាទពុំពិសានេះណាព្រះអង្គចូលទីវង្គតគឺដោយសារតែស្នាដៃរបស់បុត្រខ្លួនឯងនេះឯងណាបុត្ររបស់ខ្លួនឯងនឹងឯងធ្វើឲ្យដល់នៅណាមរណកាលស្លាប់នៅក្នុងគុកញាតិញោមនឹងដល់ក្រោយមកទៅបជានរាជពលតោសតេះដៀលណាព្រះអង្គមិនគួរណាទៅសេពគប់ចំពោះបុគ្គលលាមកណាព្រះអង្គមិនល្អទេណាឲ្យគេសម្លាប់ព្រះបិតារបស់ខ្លួនឯងចេះមួយចុះពីរទៅរឿងនឹងមិនតែប៉ុណ្ណោះសេពគប់ជាមួយនឹងទេវទត្តដែលជាអ្នកមានគំនុំគុំគួនចង់ផ្ដាច់ផ្ដិលព្រះសម្មាសម្ពុទ្ធបំបែកសង្ឃឃើញទេព្រះអង្គមិនគួរណាទៅសេពគប់ជាមួយបុគ្គលលាមកបែបនេះទេហ្នឹងអ្នកភូមិពុទ្ធបរិស័ទបជានរាជគេពោលទោសតេះដៀលអញ្ចឹងឮដល់ព្រះមហាក្សត្រហ្នឹងឮដល់ព្រះបាទអាជាសតុអាជាសត្រូវដែលជាបុត្ររបស់ព្រះបាទពុំពិសានេះក៏ចាប់ផ្ដើមដឹងខ្លួនឯងមានកំហុសតាំងពីពេលនោះឯងមកបើហ៊ូពេលបាត់ហើយញាតិញោមធ្វើទោសអនន្តរិយកម្មមួយបាត់ហើយហ្នឹងសម្រាប់បិតារបស់ខ្លួនឯងទោសអនន្តរិយកម្មមួយបាត់ហើយអញ្ចឹងបានថាក្នុងโลกនេះបើយើងមិនបានពិចារណាឲ្យមុតគត់ឲ្យបានច្បាស់លាស់ត្រេះរិះថ្លឹងថ្លែងឲ្យបានត្រឹមត្រូវទេវិបដិសារីនឹងមានចំពោះខ្លួនឯងអញ្ចឹងដូចជារាជកុមារអាជាសត្រូវអញ្ចឹងណាញាតិញោមត្រូវបានសម្លាប់បិតារបស់ខ្លួនឯងព្រោះតែណារាជសម្បត្តិព្រោះតែការសេពគប់មនុស្សខុសណាអញ្ចឹងការសេពគប់នឹងត្រូវទាមទារឲ្យយើងសេពគប់បុគ្គលជាបណ្ឌិតណាញាតិញោមណាកល្យាណមិត្តដែលមានកល្យាណធម៌នៅក្នុងខ្លួនទៅវាល្អតែបើទៅសេពគប់នៅបាបប្រមិតហើយបុគ្គលពីលហ្នឹងគឺរមែងនាំទៅធ្វើនៅអំពើអាក្រក់នឹងឯងដូចជាព្រះរាជកុមារអញ្ចឹងណាឃើញទេទៅសេពគប់ជាមួយនឹងទេវទត្តហើយទេវទត្តហ្នឹងជាមនុស្សដែលខូចដឹកនាំគេឲ្យខូចទៅតាមអញ្ចឹងដែរអញ្ចឹងកម្មវិរតរកម្មអញ្ចឹងញាតិញោមណាធាតុទឹកនៅដោយទឹកធាតុប្រេងនៅដោយប្រេងតរំតែវាដាច់បែងចែកចេញពីគ្នាបានវាទាមទារពេលវេលាច្រោះណាច្រោះចម្រាញ់រោប្រេងដាក់ដោយប្រេងរោទឹកដាក់ដោយទឹកអញ្ចឹងទៅដល់ក្រោយមកណាព្រះរាជាអាជាសត្រូវដឹងកំហុសហើយណារមែងមិនទៅកាន់ឧបថៈរបស់ព្រះទេវទត្តនឹងទៀតទេនាំសម្រាប់
500រទេះណាយកទៅកន្លែងព្រះសម្មាសម្ពុទ្ធណាលេងយកទៅកន្លែងឧបថៈរបស់ទេវទត្តនឹងទីហើយអត់ទេលើកមុនទៅម្ដង500រទេះម្ដង500រទេះអញ្ចឹងលេងទៅពួកអ្នកនគរនឹងក៏មិនបានថ្វាយសម្បីវត្ថុត្រឹមតែភិក្ខាហាដល់លោកដែលចូលទៅកាន់ត្រកូលទេវទត្តទៅបិណ្ឌបាតឯណាក៏គេមិនអោយដែរអស់ហើយពេលនោះខ្លាយទៅជាឯកជនណាឯកោមែនទេម្នាក់ឯងឯកោទេវទត្តនោះណាវិនិច្ឆ័យលៀបនិងសក្ការៈហើយប្រាថ្នានឹងផ្ដាច់ជីវិតដោយការកុហកពីមុនបានសេពគប់បរិជានឹងឯងដល់បរិជាលេងមានសទ្ធាទៅហើយអ្នកស្រុកអ្នកភូមិណាដែលទៅបានឲ្យចង្ហាន់ទៀតអត់ទៅចូលទៅគាល់ព្រះសាស្តាទូលសូមវត្ថុ5ប្រការដែលព្រះមានព្រះភិយទ្រង់ហាមថាកុំឡើយទេវទត្តអ្នកណាប្រាថ្នាអ្នកនោះក៏នៅព្រៃចុះដូច្នេះទៅពោលថាអ្នកមានអាយុពាក្យរបស់នរណានឹងត្រឹមត្រូវរបស់ព្រះតថាគតឬរបស់ខ្ញុំក៏សូមពោលដោយអំណាចវត្តបដិបត្តិដ៏ឧក្រិដ្ឋយ៉ាងនេះថាបបិទ្ធព្រះអង្គសូមព្រះអង្គប្រទានឱកាសសូមភិក្ខុទាំងឡាយចូលទៅនៅក្នុងព្រៃត្រាច់បិណ្ឌបាតជាវត្តទ្រទ្រង់សម្ពត់បាំងស្គលនៅក្រោមគល់ឈើគុំក៏បីឆាន់ត្រីនិងសាច់អស់មួយជីវិតចូលទៅសុំព្រះទៀតណាញាតិញោមខ្លួនឯងនៅឆាន់របស់ទាំងអស់ពេញចិត្តចំពោះសក្ការៈលោភលន់រហូតហូរហែអញ្ចឹងទៅដល់ក្រោយមកគិតតែខ្លួនឯងនឹងវាលេងមានអីឆាន់ហើយទៅបិណ្ឌឯណាក៏គេមិនអោយដូច្នេះចូលទទួលណាសុំវត្ថុទាំង5អំពីព្រះសម្មាសម្ពុទ្ធណាសុំទី1ហ្នឹងគឺសុំឲ្យភិក្ខុសង្ឃនឹងឯងរស់នៅក្នុងព្រៃទី2ឲ្យដើរបិណ្ឌបាតជាវត្តហើយទី3ហ្នឹងគឺប្រើប្រាស់សម្ពត់បាំងស្គលទី4រស់នៅក្រោមគល់ឈើហើយទី5ហ្នឹងកុំឲ្យឆាន់ត្រីមានន័យថាត្រីសាច់ហ្នឹងទាំងអស់មួយជីវិតហ្នឹងមិនឲ្យឆាន់ទេទាំងបានព្រះសម្មាសម្ពុទ្ធព្រះអង្គបដិសេធអញ្ចឹងថាអត់ទេណាភិក្ខុដែលក្រងនៅសម្ពត់បាំងស្គលជ្រះថ្លាក្នុងការប្រើប្រាស់សម្ពត់បាំងស្គលក៏ប្រើប្រាស់ទៅបើមានកហបតីជីវោគេយកមកប្រគេនយ៉ាងណាយ៉ាងណីក៏ប្រើប្រាស់តាមសមគួរទៅភិក្ខុដែលជ្រះថ្លានៅក្នុងរុក្ខមូលណាការរស់នៅក្រោមគល់ឈើដើមឈើក៏ធ្វើអញ្ចឹងទៅភិក្ខុដែលមានគេសាងនៅវិហារទានសាលាឆទានកុដិសាលាឆាន់អីហ្នឹងក៏នៅតាមអញ្ចឹងទៅហ្នឹងព្រះអង្គទ្រង់មិនបានហាមទេជាចង្ហាន់ទាយុទាយិកាដែលបានធ្វើប្រគេនមកដោយហេតុយ៉ាងណាយ៉ាងណីគឺព្រះអង្គឲ្យអធិស្ស្រ័យអញ្ចឹងដល់ទៅទេវទត្តអត់ទេទេវទត្តហ្នឹងគឺប្រាថ្នាចង់ឲ្យភិក្ខុប្រព្រឹត្តតាមខទាំង5យ៉ាងហ្នឹងទី1រស់នៅក្នុងព្រៃមួយជីវិតទី2ត្រាច់ចោលបិណ្ឌបាតជីវត្តមួយជីវិតណាទី3ហ្នឹងគឺទ្រង់សម្ពត់ជីវោណាបាំងស្គលមួយជីវិតហើយទី4ហ្នឹងគឺណាដេកក្រោមដើមឈើអង្គុយក្រោមដើមឈើអាស្រ័យដើមឈើហ្នឹងមួយជីវិតហើយទី5ចុងក្រោយថាកុំឆាន់សាច់កុំឆាន់ត្រីអស់មួយជីវិតអញ្ចឹងខទាំង5ហ្នឹងព្រះអង្គបដិសេធហ្មងណាអ្នកណាប្រាថ្នានឹងរួចផុតចាកទុក្ខអ្នកនោះចូលមកជាមួយយើងណាចូលទៅបំបីសង្ឃណាហ្នឹងណាដូច្នេះហើយក៏ជិះចេញទៅភិក្ខុពួកខ្លះបួសថ្មីមានការដឹងតិចតួចបានស្ដាប់ពាក្យរបស់ទេវទត្តនោះហើយបបួលគ្នាថាព្រះទេវទត្តនិយាយត្រូវអ្នកខ្លះទៅបួសថ្មីនឹងមិនទាន់ដឹងរឿងអីច្បាស់លាស់ទៅគេនិយាយថាមិនក៏ទៅអញ្ចឹងទៅទេវទត្តនិយាយត្រូវហើយអ្នកបួសទោះតែអញ្ចឹងទោះតែប្រព្រឹត្តដោយទេវទត្តថាអញ្ចឹងសពថ្ងៃនេះមានដែរញាតិញោមក្នុងប្រទេសយើងគាត់មិនយល់គាត់មិនដឹងថាត្រូវបន្ទោសគាត់មិនផ្នត់គំនិតប្រជាជនខ្មែររបស់យើងមួយចំនួនណាគាត់មើលមកព្រះសង្ឃហ្នឹងថាយ៉ាងម៉េចព្រះអង្គគួរមកនៅគាត់ស្អាតទេមិនគួរណាមកឆាន់ចង្ហាន់អីបណិតភោជនអីទេមិនចង់ឲ្យលោកហ្នឹងឆាន់តែចង្ហាន់ប្រឡាក់ដីអីណាញាតិញោមគិតមើលណាអ្នកខ្លះដែលគាត់មិនជ្រះថ្លាគឺគាត់មានការឆ្អិនឆ្អន់ពោលត្មេះតេះឌីលអញ្ចឹងណានឹងក្នុងស្រុកយើងមិនតែក្នុងស្រុកយើងនៅប្រទេសណាដែលកាន់ពុទ្ធសាសនាដូចគ្នាដែរអញ្ចឹងវាទាមទារឲ្យយើងស្ដាប់ឲ្យយើងសិក្សារៀនសូត្រឲ្យយើងចូលមកអង្គុយឲ្យចិត្តគ្នាមកភាសាគ្នាមកបានដឹងរឿងរ៉ាវនឹងទាំងអស់គ្នាអញ្ចឹងណា
បើថានៅតែពីចម្ងាយចាំតែផ្លោងក្របបែកដាក់គ្នាហ្នឹងគឺប្រកាន់មានអ្នករៀងខ្លួនហ្នឹងទេវទត្តចូលរូបហើយហ្នឹងណាទេវទត្តចូលរូបទេវទត្តចាប់កំណើតហើយអញ្ចឹងព្រះអង្គហាមព្រះអង្គមិនបានអនុញ្ញាតខទាំង5នឹងដល់ទេវទត្តហ្នឹងក៏បបួលពួកភិក្ខុទាំងឡាយណាដែលជ្រះថ្លាជាមួយនឹងលោកហ្នឹងជិះចេញទៅហើយភិក្ខុអ្នកបួសថ្មីហ្នឹងស្ដាប់សម្ដីរបស់ទេវទត្តទៅថាដូចត្រឹមត្រូវតាចឹងយើងទៅតាមទេវទត្តហ្នឹងអញ្ចឹងណាអញ្ចឹងក៏បានធ្វើដំណើរទៅតាមទេវទត្តមួយចំនួនអញ្ចឹងទៅពួកយើងនឹងទៅតាមណាព្រះទេវទត្តនោះដល់យកព្រះទេវទត្តនឹងធ្វើជាព្រះសាស្តាវាអញ្ចឹងញាតិញោមមានអញ្ចឹងដែរណាបានថាដោយសារអីដោយសារតែលៀបសក្ការៈនឹងឯងដូច្នេះហើយក៏បានរស់នៅជាសមាគមជាមួយលោកជាមួយទេវទត្តនឹងឯងណាព្រះទេវទត្តនោះព្រមដោយភិក្ខុប្រមាណជា500រូបញ៉ាំងជន់ដែលជ្រះថ្លាក្នុងរបស់សៅម៉ងឲ្យព្រមទទួលដោយវត្ថុ5ប្រការនោះហើយដើរសូមបច្ច័យណាដើរសូមបច្ច័យនៅក្នុងត្រកូលមកបរិភោគព្យាយាមដើម្បីបំបែកសង្ឃហើយលោកដែលព្រះដ៏មានព្រះភាទ្រង់ត្រាស់សួរថាទេវទត្តបានឮថាអ្នកព្យាយាមដើម្បីបំបែកសង្ឃដើម្បីទម្លាយចាក់ពិតមែនឬព្រះអង្គទ្រង់ជ្រាបសេចក្តីថាទេវទត្តណាបានឮមកថាអ្នកព្យាយាមបំបែកសង្ឃណាព្យាយាមបំបែកសង្ឃឲ្យបែកចាក់សង្ឃហើយនេះណាអ្នកដូចជាដើម្បីទម្លាយនៅចាក់នេះពិតមែនឬណាទូលថាពិតមែនព្រះមានព្រះភាណាសូមបីព្រះអង្គទ្រង់ឲ្យអវាទដោយព្រះពុទ្ធវចនៈមានជាអាថាទេវទត្តការបំបែកសង្ឃមានទោសច្រើនក៏មិនជឿមិនកាន់យកព្រះវាចារបស់ព្រះសាស្តាហើយក៏គេចចេញទៅនាំភិក្ខុសង្ឃទៅ500រូបភិក្ខុសង្ឃទៅតែបួសថ្មីអត់ទាន់យល់សេចក្តីហ្នឹងណាទៅតាមព្រះទេវទត្ត500រូបថាយើងនឹងបំបែកសង្ឃហើយយើងទៅហើយញ៉ាំងជន់ទាំងឡាយដែលជ្រះថ្លាក្នុងវត្ថុសៅម៉ងនឹងឲ្យព្រមទទួលយកនៅវត្ថុទាំង5ប្រការដែលខ្លួនឯងបានទូលសុំចំពោះព្រះសម្មាសម្ពុទ្ធណាដល់ព្រះសម្មាសម្ពុទ្ធទ្រង់មិនអនុញ្ញាតឲ្យក៏នាំគ្នាគិតថាអ្នកទាំងឡាយណាដែលជ្រះថ្លាជាមួយនឹងពាក្យរបស់យើងណាគប្បីទៅជាមួយយើងអញ្ចឹងភិក្ខុទាំង500រូបបានធ្វើដំណើរទៅជាមួយនឹងភិក្ខុទេវទត្តដើរសុំចង្ហាន់បិណ្ឌបាតដោយបច្ច័យ4តាមអ្វីដែរដែលទេវទត្តបានប្រាប់ហ្នឹងសំបីព្រះអង្គទ្រង់ហាមឃាត់ព្រះអង្គទ្រង់ប្រទានអាវ៉ាតមានជាអាថាទេវទត្តណាការបំបែកសង្ឃនឹងមានបាបកម្មធ្ងន់ណាមានទោសធ្ងន់ណាទេវទត្តនឹងមិនជឿទេអត់មិនយកអាវ៉ាតព្រះវិចាររបស់ព្រះសាស្តាមកទុកក្នុងចិត្តសំបីដោយមួយម៉ាត់ណាឡើយក៏នាំគ្នាធ្វើដំណើរចេញទៅណាជួបព្រះអានន្ទដែលកំពុងតែត្រាច់បិណ្ឌបាតនៅក្នុងក្រុងរាជក្រឹសទៅពោលថាអានន្ទដ៏មានអាយុតាំងពីថ្ងៃនេះទៅជាដើមយើងនឹងធ្វើឧបោសថនឹងធ្វើណាសង្ឃកម្មវាចាកព្រះដ៏មានព្រះភាវាចាកព្រះភិក្ខុសង្ឃធ្វើដំណើរជិះចេញទៅស្រាប់តែជួបព្រះអានន្ទកំពុងតែបិណ្ឌបាតនៅទីក្រុងរាជក្រឹសហើយក៏ពោលជាមួយនឹងព្រះអានន្ទថាណាអានន្ទដ៏មានអាយុចាប់ពីថ្ងៃនេះតទៅយើងនឹងធ្វើឧបោសថកម្មនឹងធ្វើសង្ឃកម្មវាចាកតែព្រះសម្មាសម្ពុទ្ធចេញទេណាវាចាកភិក្ខុសង្ឃចេញយើងធ្វើមិនបាច់ចាំប្រាប់ព្រះទេវាចាកភិក្ខុសង្ឃចេញយើងនឹងធ្វើតែឯងអញ្ចឹងទៅណាប្រធេរៈទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភាព្រះសាស្តាទ្រង់ជ្រាបសេចក្តីនោះហើយទ្រង់ក៏កើតធម្មសង្វេគទ្រង់បរិវិតកថាទេវទត្តធ្វើកម្មជាហេតុឲ្យខ្លួនឆេះនៅក្នុងអវជ័យដែលតាក់ទងដល់សេចក្តីវិន័យដល់សត្វលោកទាំងទេវលោកដូច្នេះទើបព្រះអង្គទ្រង់ត្រាស់ប្រគាថានេះថាកម្មទាំងឡាយដែលមិនល្អនិងមិនជាប្រយោជន៍ដល់ខ្លួនធ្វើបានងាយកម្មឯណាដែលជាប្រយោជន៍ផងល្អផងកម្មនោះឯងធ្វើបានដោយលំបាកក្រៃលែងណាទ្រង់បន្លឺព្រះឧទាននេះទៀតថាកម្មល្អមនុស្សល្អធ្វើបានដោយងាយកម្មល្អមនុស្សអាក្រក់ធ្វើបានដោយលំបាកកម្មអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយកម្មអាក្រក់ព្រះអរិយទាំងឡាយធ្វើបានយ៉ាងលំបាកព្រះពុទ្ធដែលមានពភាព្រះអង្គទ្រង់ត្រាស់សម្ដែងអញ្ចឹងថាព្រះអង្គមានបរិវិតកៈថាទេវទត្តនឹងកំពុងតែធ្វើកម្មជាហេតុដែលធ្វើឲ្យខ្លួនឯងនឹងឆេះនៅក្នុងអវជ័យមហានរកហើយធ្វើកម្មនឹងអញ្ចឹងទៅខឹងដោយអំណាចនៃចិត្តខឹងញាតិញោមព្រមធ្វើអ្វីគ្រប់បែបយ៉ាងណាលះបង់ណាគ្រប់បែបប្រភេទទាំងអស់ធ្លាប់ជាល្អក៏អាចអាក្រក់បានដែរណាហើយចុះបើនៅប្រតិបត្តិរួមគ្នាជាមួយនឹងភិក្ខុសង្ឃ
តាំងពីនោះមកវាមិនត្រូវបានធ្លាក់នរកអវជ័យឲ្យដូចបច្ចុប្បន្នហ្នឹងទេមកដល់បច្ចុប្បន្នហ្នឹងទេវទត្តហ្នឹងកំពុងតែធ្លាក់នរកអវជ័យញាតិញោមគ្រានោះឯងព្រះទេវទត្តគង់នៅក្នុងទីដ៏សំគួរមួយព្រមដោយបរិស័ទរបស់ខ្លួនក្នុងថ្ងៃឧបោសថពោលថាវត្ថុ5ប្រការទាំងនេះរមែងចេញពីចិត្តដល់អ្នកណាអ្នកនោះចូលចាប់ស្លាដល់ទៅយូរទៅបង្កើតច្បាប់បង្កើតអីណាយនៃដាក់កិត្តការដល់សង្ឃអីតាមតែចិត្តនឹកឃើញវាអត់មានការព្រមព្រៀងមានអ្វីដែលជាការនាំមកនៅប្រយោជន៍សម្រាប់ការដឹកនាំគ្នាទៅវិញទៅមកនោះអត់មានណាដល់ពេលធ្វើឧបោសថខទាំង5ហ្នឹងចាប់ផ្ដើមចុងក្រោយលេះឡាស់ដាក់ឲ្យគេចាប់ស្លាបើអ្នកណាស្លាបានអីធ្វើនឹងទៅចឹងមិនថាមនុស្សអាក្រក់ហ្នឹងគឺថាធ្វើអំពើល្អបានដោយលំបាកហើយបើធ្វើអំពើអាក្រក់បានដោយងាយណាអង្គុយនៅចំណោមបរិស័ទដែលជ្រះថ្លាជាមួយខ្លួនឯងនោះហើយពោលណាថាចិត្តរបស់អ្នកណាដែលជ្រះថ្លានៅក្នុងខទាំង5ដែលយើងបានប្រកាសនឹងហើយអ្នកនោះចូលចាប់ស្លាកចុះកាលពួកភិក្ខុវច្ជីបុត្រចំនួន500រូបអ្នកបួសថ្មីនៅមិនទាន់ដឹងធម៌វិន័យដែលព្រះដ៏មានពភាកទ្រង់បញ្ញត្តិទូទៅក៏នាំគ្នាចាប់ស្លាកបាននាំគ្នាចាប់ស្លាកទៅក៏បានបំបែកសង្ឃហើយបាននាំភិក្ខុទាំងនោះទៅកាន់គេយាសីស័កប្រទេសព្រះសាស្តាទ្រង់ស្ដាប់ការដែលទេវទត្តនោះទៅទីនោះហើយទើបទ្រង់បញ្ជូនព្រះអរហន្តសាវកទាំងពីរទៅដើម្បីប្រយោជន៍នាំភិក្ខុទាំងនោះមកវិញញាតិញោមភិក្ខុជាវច្ជីបុត្រទាំង500អង្គទើបតែបួសថ្មីចាប់ស្លាកបានហើយទៅជាមួយនឹងភិក្ខុទេវទត្តដល់ទៅជាមួយភិក្ខុទេវទត្តនេះមិនយូរប្រមាណទេព្រះដ៏មានពភាកព្រះអង្គនៅតែគិតដល់បុត្រព្រះអង្គទាំង500អង្គភិក្ខុវច្ជីបុត្រនោះគ្នាវាទៅតែបួសវាមិនទាន់ដឹងរឿងសេចក្តីនឹងយ៉ាងណាយ៉ាងណីចេះតែទៅចឹងទៅវីវោនឹងធ្លាក់នរកទៅទាំងអស់គ្នាហើយទៅព្រះអង្គទ្រង់បញ្ជូននៅព្រះអគ្គសាវកទាំងពីរព្រះអង្គទៅដើម្បីប្រយោជន៍នាំភិក្ខុទាំងនោះមកវិញបញ្ជូននៅអគ្គសាវកទាំងពីរព្រះអង្គទៅព្រះអគ្គសាវកទាំងពីរនោះទៅកាន់ទីនោះហើយពោលទូលមានដោយពាក្យដែលជាទេសនាបដិហានិងអធិបដិហាញ៉ាំងភិក្ខុទាំងនោះឲ្យផឹកអមតៈធម៌ហើយក៏បាននាំមកទៅតាមផ្លូវអាកាសសកម្មភាពរបស់ព្រះអគ្គសាវកទាំងពីរព្រះអង្គទេសនាដោយបដិហានិងរិទ្ធបដិហាហើយញ៉ាំងពួកភិក្ខុទាំង500ព្រះអង្គនឹងឲ្យទទួលយកនៅពធដែលជាអមតៈធម៌ហើយហ្នឹងក៏បានសម្រេចធម៌បាននាំភិក្ខុជាវច្ជីបុត្រទាំង500ព្រះអង្គហ្នឹងហោះមកតាមផ្លូវអាកាសទៅហោះមកវិញញាតិញោមធ្វើដំណើរទៅដើរថ្មើរជើងដល់ពេលមកវិញហោះចំណែកឯព្រះកោលិកៈនឹងពោលថាទេវទត្តដ៏មានអាយុក្រោកឡើងព្រះសារីបុត្រនិងព្រះមោគលាននាំយកភិក្ខុទាំងនោះទៅអស់ហើយអស់ពីព្រះសម្មាសម្ពុទ្ធទៅគឺទេវទត្តនឹងខ្លាយទៅជាព្រះពុទ្ធអីចឹងទៅហើយកោលិកៈហ្នឹងគឺជាអនន្តអីចឹងណាតែធាតុពិតមានបានអីអញ្ចឹងអាហ្នឹងវាមិនមែនចេះតែបានមកតាមការគិតសម័យចង់បានអីចេះមួយចុះពីរអត់ទេកើតឡើងដោយការសាងនិងសន្សំណារាប់អសង្ខ័យមកហើយមិនមកកើតមកភ្លាមខ្លួនឯងចង់បានខ្លាយទៅជាធំអីចេះមួយចុះពីរអត់មានការសិក្សារៀនសូត្រអីហ្នឹងអត់ទេណាវិន័យអញ្ចឹងភិក្ខុកោលិកៈហ្នឹងពោលថាទេវទត្តដ៏មានអាយុក្រោកឡើងវល់ទៅដេកសម្ដែងធម៌អីចឹងទៅបយលដេកក្រោមដើមឈើទៅក៏លក់ភ្លឹងបាត់ទៅហើយព្រះសារីបុត្រនិងព្រះមហាមោគលានមកសម្ដែងធម៌ដោយរិទ្ធបដិហានៅក្នុងគណៈពេលនោះធ្វើឲ្យភិក្ខុដែលជាវច្ជីបុត្រនឹងបានសម្រេចធម៌ហើយទៅវិញគឺហោះតាមអាកាសទៅនឹងកោលិកៈភិក្ខុនឹងឃើញដូច្នោះហើយពោលប្រាប់ទេវទត្តថាអ្នកដ៏មានអាយុក្រោកឡើងមើលណោះព្រះសារីបុត្រនិងព្រះមហាមោគលានបាននាំយកភិក្ខុទាំងនោះទៅអស់ហើយខ្ញុំប្រាប់លោកហើយមិនមែនទេឬទេវទត្តនឹងពោលមកវិញថាអ្នកឯងកុំជឿព្រះសារីបុត្រនិងព្រះមោគលានណាលោកមកនឹងគឺថាមកប្រាថ្នាលិមួកទេលុះអំណាចនៃសេចក្តីក្នុងលិមួកហើយអញ្ចឹងគាត់ថាអ្នកឯងកុំជឿអស់ហើយទៅអស់លីងហើយនៅសល់តែមួយហ្នឹងឯងនៅសល់ភិក្ខុកោលិកៈតែមួយអង្គនៅក្បែរ
500ព្រះអង្គទៀតហ្នឹងទៅតាមអាកាសអស់លីងហ្នឹងបានសម្រេចធរទៅហោះទៅកាន់ទៅគាល់ព្រះសម្មាសម្ពុទ្ធអស់រលីងទៅនៅកោលិកៈមួយនេះពោលប្រាប់ថាណោះព្រះមហាមោគលានិងព្រះសារីបុត្រនាំភិក្ខុសង្ឃទៅអស់ហើយណាហើយទេវទត្តងើបមកហ្នឹងគឺថាមកមីងមកមើលថាអ្នកកុំជឿព្រះសារីបុត្រកុំជឿព្រះមហាមោគលានៅសោះណាអ្នកឯងកុំជឿឲ្យសោះណាពួកលោកទាំងអស់ហ្នឹងសុទ្ធតែប្រាថ្នាលាមកទាំងអស់ទេណាប្រាថ្នារស់នៅក្នុងណាកុដិសាលាឆាន់ល្អអីសុទ្ធតែប្រាថ្នាលាមកអីដល់ពេលអញ្ចឹងភិក្ខុកោលិកៈនេះងើបឡើងមកយកជង្គង់បុកដើមទ្រូងភឹងណាទេវទត្តនឹងលោហិតក្តៅបានផុសចេញមកពីមាត់របស់ទេវទត្តក្នុងគណៈទីនោះឯងអញ្ចឹងបាបកម្មញាតិញោមជីវិតចុងក្រោយអញ្ចឹងរស់នៅគ្នាច្រើនយ៉ាងណាក៏ដោយបើមិនបានធ្វើសេចក្តីល្អដល់គ្នានឹងគ្នាទេណារស់នៅតែម្នាក់ឯងឥឡូវហ្នឹងហើយឃើញអត់ធ្វើដំណើរមកបំបែកសង់ដល់ទៅ500ព្រះអង្គមកទោសអនន្តរិយកម្មណាអនន្តរិយកម្មហ្នឹងគឺកើតពិតប្រកបព្រះដ៏មានព្រះភិក្ខព្រះអង្គមានបរិវិតកៈគិតទុករួចស្រេចហើយព្រះអង្គព្យាករទុកហើយណាមិនគិតទុកទេព្រោះថាវិស័យរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបហើយបរិវិតកៈរបស់ព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាទេវទត្តកំពុងតែញ៉ាំងភ្លើងនរោះឲ្យឆេះចំពោះខ្លួនឯងណាព្រះអង្គទ្រង់បញ្យល់តាព្រះអង្គប្រាប់តាថាទេវទត្តណែបំបែកសង់ហ្នឹងណាមានទោសធ្ងន់ណាអត់ជឿណាទោសស្អីក៏ទោសទៅណាចាប់ផ្ដើមធ្វើស្លាឲ្យគេចាប់ទៅអ្នកណាទៅជាមួយយើងទៅអ្នកណាមិនទៅអត់ណាហើយភិក្ខុអ្នកបួសថ្មងថ្មីអ្នកមិនទាន់យល់សេចក្តីហ្នឹងពួកភិក្ខុវជ្ជីបុត្រណាមិនទាន់បានជាក់ច្បាស់នៅក្នុងធម៌មិនទាន់បានអប់រំល្អក៏បានសម្រេចចិត្តទៅតាមភិក្ខុទេវទត្តហ្នឹងទៅចុងក្រោយហ្នឹងបានអីបានតែសេចក្តីវិនាសសម្រាប់ខ្លួនឯងតែប៉ុណ្្នឹងទេដូច្នេះសូមញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាណាកុំប្រព្រឹត្តអំពើអាក្រក់ណាស្ដាប់រឿងនឹងហើយគឺជៀសវាងឲ្យផុតណាបើសិនជាមានចិត្តគំនិតនឹងឯងមិនសូវជាល្អយ៉ាងណាយ៉ាងនេះក៏លះបង់ទៅនាំគ្នាព្យាយាមសាងនៅអំពើល្អច្រើនណាញាតិញោមណាអញ្ចឹងរឿងហ្នឹងគឺសង្ខេបមកប៉ុណ្ណឹងវគ្គទី2ណាដោយសារវែងអញ្ចឹងចាំវគ្គទី3យើងនឹងសិក្សាអំពីបុព្វកម្មរបស់ព្រះទេវទត្តនេះកម្មពីអតីតនឹងវាយ៉ាងម៉េចបានជាមកដល់បច្ចុប្បន្ននេះបន្សល់ទុកនៅខ្សែអំពើអាក្រក់ចងឆ្វាក់ចំពោះទេវទត្តហ្នឹងអញ្ចឹងព្រះដ៏មានពភាព្រះអង្គនឹងសម្ដែងអំពីបុព្វកម្មរបស់ព្រះទេវទត្តជាបន្តទៀតណាអញ្ចឹងខ្ញុំកណ្ណាអាត្មាភាពនឹងសម្ដែងរឿងហ្នឹងរហូតដល់ចប់ណាអត់ទាន់ចប់ទេញាតិញោមណានេះគឺជាវគ្គទី2អញ្ចឹងរងចាំស្ដាប់នៅវគ្គទី3ជាបន្តទៀតចង់ដឹងអំពីខ្សែសាច់រឿងរបស់ភិក្ខុទេវទត្តនឹងយ៉ាងណាយ៉ាងណីបន្តទៀតសូមញាតិញោមពុទ្ធបរិស័ទជ្រះថ្លាស្ដាប់នៅវគ្គទី3នៅពេលវេលាខាងក្រោយទៀតអញ្ចឹងគណៈពេលនេះពេលវេលាក៏សមគួរសូមបញ្ចប់នៅខ្សែសាច់រឿងនឹងស្លេះត្រឹមភាគទី2ប៉ុណ្ណឹងសូមចែករំលែកនៅសេចក្តីល្អពោលគឺបុណ្យកុសលជូនចំពោះពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានកំពុងនឹងតាមដានទស្សនានិងស្ដាប់មកកាន់សំឡេងព្រះធម៌ដែលខ្ញុំកណ្ណាអាត្មាភាពសម្ដែងចែកជាធម្មទានក្នុងគណៈពេលនេះសូមបានរួចផុតចាកទុក្ខទាំងឡាយទាំងពួងសេចក្តីប្រាថ្នាយ៉ាងណាសូមឲ្យបានដោយបំណងប្រាថ្នាយ៉ាងវិញទៀតណាបណ្ដាពោទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាទៅជាប្រការៈដតីឡើយសូមអរគុណនិងអរគុណសូមអនុមោទនា